เลยยังบอลนักเนี้ยสุขสบายคุณเปรมเหมือนเต้นจึงสมยืนสบายดีบอสให้เตรียมจัดในบ้านหรอซึ่งมันหนุนจะประดามเปรียเรียนตนุนการทำไมยังถือการทางจัดนักเนี้ยซึ่งซื้อเจอทางจืดเฉียนชิงตาเจ้าทงสินหมดขนมเบรเนียมปรีซูบางเปรียเรียนตนุนการทำไมแต่บอสนี่คือบอสมวยแต่ยังเรียนหายคนแต่งานนี้ยังโยมาเรียนมาดองเตียดตอนนี้ในบอสเล็กใบรอย337ฟงชูยิซูซึ่งมีขายซื้อสินซื้อจากช่างตีสารปลายสารสื่อสารโซสารปลายสารสื่อสารโซจังบอสนี้ยังในใจมาดองเตียดคือยังเรียนหายมาดองรวยมาหายปัจจัยเด็ดสั้นแต่มีปัญหามวยจุ่มนวลนั่นนะอันแทบยังเรียนขอเรียนจราคือในจงกล่าวนะจนถึงไงนี่ยังหนึ่งทัวร์การเรียนธรรมดามาเวงให้ยังหนึ่งสกอตในกลายเคลียร์จงกล่าวในบรรทัดจงกล่าวเอาคุณเพื่อนเหมือนเดิมแล้วยังทัวร์การสดับเพลงมาดองสันดำไปยังตัวมันสุกวะเวง现在我们来听一次旋律。បាទអរគុណសម្រាប់ភ្លេងអញ្ចឹងយើងបានស្ដាប់រួចមកហើយអញ្ចឹងភ្លេងរបស់វាគឺលក្ខណៈថា1 2រៀងវែង1 2រៀងវែងអញ្ចឹងទៅឬក៏3អញ្ចឹងនឹងចង្វាក់របស់វាអញ្ចឹងនៅក្នុងមួយបន្ទប់តូចគឺ3ផាច់អញ្ចឹងបងប្អូនយើងតែងតែរៀនណាយើងតែងតែរៀនអញ្ចឹងមុននឹងយើងច្រៀងយើងមើលនៅបន្ទប់របស់វាដែរតើវាប្រមាណផាច់អញ្ចឹងយើងត្រូវចាំអ្នកដែលគាត់បានរៀនរាល់ថ្ងៃជាពិសេសបងប្អូនដែលនៅព្រះវិហារតែម្ដងណាព្រោះពេលខ្លះយើងនៅច្រៀងខុសយើងនៅច្រៀងលើសផាយចឹងន័យថាយើងពេលយើងច្រៀងយើងអត់បានមើលបន្ទប់របស់វាទេអញ្ចឹងយើងគួរតែប្រយ័ត្នផងដែរអរគុណព្រះឥឡូវខ្ញុំធ្វើការច្រៀងដូរេមីម្ដងសិនជូនទៅដល់បងប្អូនទាំងអស់គ្នា我先唱一首歌谱给大家听សូមភ្លេងបណ្ដាគឺបែបនេះបងមើលស្ដាប់បានអត់មិញបាទអរគុណព្រះមែនតើចឹងស្ដាប់បានហើយអញ្ចឹងបងប្អូនស្ដាប់មិនសំឡេងខ្ញុំរៀងស្អកដោយសារតែខ្ញុំអត់សូវស្រួលកនេះអញ្ចឹងខ្ញុំប្រាប់ឲ្យហើយដែរខ្លាចថាអីឈៀងទៅអត់សូវល្អអញ្ចឹងខ្ញុំរៀងស្អកកដែរអរគុណព្រះឥឡូវយើងចាប់ផ្ដើមរៀនជាមួយគ្នានៅមួយបន្ទាត់ដល់នេះ我们先练习唱歌谱一行第一行បន្ទាត់ទី1ខ្ញុំច្រៀងជូនម្ដងពេលខ្ញុំចប់បងប្អូនចូលដែរច្រៀងជាមួយគ្នាម្ដងទៀតខ្ញុំរាប់1 2ខ្ញុំច្រៀងណា1 2 Do re mi mi fa mi re si do re fa mi re do ច្រៀង Do re mi mi fa mi re si do re fa mi re do
đo đằng hàm lấy đo đằng hàm lấy do re mi fa mi re hon chi đó nè đo đằng hàm lấy nó á dương kri máu dương cô máu bốn chân dương ở ai ban tập bóng bốn đại qua nó sẽ start play nhé chân dương kri nó nè dương kri máu ở luôn ai đăng cái lại đỏ ở trên nam bị chui mà can dương hay trong khối dương chắp cứ dương đọ thôi mà nè đoạn này tập lấy bóng bốn riêng từ mỗi nhóm pi đồng đó nè chính ta chơi cân vượt sang cơ phù tì hàng两四riêng nhưng một đọc pi nè mùi pi do re mi fa mi re mi do re fa mi re do pi do re mi fa mi re si do re fa mi re do pi lo mình đenคุณเปรย์จังยังทัวร์มันล้อแล้วดอลบนตัวตีปียังสลับเพลงมาดองเซนมัน进入到第二行我们先听是旋律បាទចឹងពេលដែលយើងស្ដាប់បន្តទី2ហើយយើងស្ដាប់ភ្លេងទៅយើងអាចដឹងកន្លែងខុសគ្នាបើមិនយើងប្រកែកតិចប៉ុន្តែបើមិនជាយើងអត់ដឹងទេយើងអាចមើលស្គាល់ភ្លេងហើយនឹងឲ្យលើទី2នៅលើយើងឃើញដូចគ្នាពាក់កណ្ដាលតើណាចឹងបងយើងមើលបែបហ្នឹងទៅដើម្បីយើងងាយស្រួលក្នុងការដែលច្រៀងពេលដែលយើងឃើញថាអូវាដូចគ្នាពាក់កណ្ដាលចឹងអាក្រោយទៀតពាក់កណ្ដាលទៀតវាផ្សេងអញ្ចឹងអាចថាយើងបែងចែកទៅវាងាយស្រួលក្នុងការច្រៀងឥឡូវខ្ញុំច្រៀងជូនម្ដងសិន我先唱一次歌谱第二行我唱结束的时候你们进来ដល់ដែរខ្ញុំច្រៀងចាំហើយគឺបងប្អូនចូលមកដល់ដែរយើងច្រៀង2ដងពេលដែលខ្ញុំច្រៀងចប់ហើយយើងច្រៀង2ដងទៀត1 2 do re mi mi fa mi re so fa mi do si la so ចាប់ដើម do re mi mi fa re so fa mi do si la so ម្ដងទៀត do re mi so fa mi do si la so pi ជប់បាទល្អគុណព្រះអញ្ចឹងមានបងប្អូនយើងច្រៀងយើងខុសបន្តិចទៅខ្ញុំចង់អាក់ដែរណាណាភាសាយើងរៀនមួយគ្នាទៅវាខ្លះទៅវាអាក់ដែរអរគុណព្រះមែនតើតែល្អយើងនៅតែបន្តច្រៀងបានអញ្ចឹងពេលដែលបងប្អូនច្រៀងខុសខ្ញុំលើកទឹកចិត្តមួយទៀតពេលដែលយើងខុសយើងកុំឈប់ច្រៀងយើងរកកន្លែងចាប់ដែលចូលបានវិញកុំឈប់ច្រៀងហ្មងមកឃ្លាហ្នឹងគ្រាន់ខុសបន្តិចឈប់ច្រៀងហ្មងមិនមែនទេយើងខុសហើយយើងឈប់ទៅឡា2 3គ្រាប់ភ្លេងចូលផាច់ថ្មីយើងចាប់អាហ្នឹងយើងកែរបៀបកែតែភាគច្រើនខ្ញុំអាសាឃើញបងប្អូនយើងពេលដែលរៀនខុសហើយគាត់អត់ច្រៀងតតែច្រៀងចប់ហ្នឹងហើយចាំម្ដងទៀតមិនគាត់ច្រៀងអាហ្នឹងអាចថាយើងកែចេញឥឡូវយើងអាចថាច្រៀងម្ដងទៀតបន្តទី2我们先唱一次第二行歌谱do mùi bí do re mi mi fa mi re so fa mi do si la so pi ជប់បាទល្អមែនតើកន្លែងដកដង្ហើមដកដែរដូចគ្នានៅកណ្ដាលដូចគ្នាដែរកន្លែងរ៉េណានឹងកន្លែងដកដង្ហើមហនឈីទីហ្វាំងនិយាយស៊ីយ៉ាងទៅចៃនៅករ៉េល្អឥឡូវអាចថាយើងសាកពីបន្ទាត់តែម្ដងមិនសៀនឆងអ៊ីហាងតោទីហាងឆាងកើភូអ៊ីស៊ីពីលើដល់ទី2អំបញ្ញមិញ1 2 do re mi mi fa mi re si do re fa mi re do pi do re mi mi fa so fa mi do si la so pi ជប់បាទល្អមែនតើអរគុណព្រះអញ្ចឹងយើងឃើញហ្នឹងមិនមានបញ្ហាហើយយើងចាប់ចូលកន្លែងនៅចង្វាក់ផ្សេងមកចូលមកគឺវាត្រូវ
តោះណាចឹងហ្នឹងបងប្អូនត្រូវចាំអរគុណព្រះឥឡូវយើងចូលដល់បន្ទាត់ទី3យើងស្ដាប់ភ្លេងម្ដងសិនមិន听一次旋律ឥឡូវខ្ញុំច្រៀងជូនខ្ញុំចប់បងប្អូនច្រៀងជាមួយគ្នា2ដង So 1 2 So fa mi so fa mi re mi fa so do fa mi re ចាប់ផ្ដើម So fa mi so fa mi re mi fa so do fa mi re ម្ដងទៀត So fa mi so fa mi re mi fa so do fa mi re ពីរជប់ល្អចឹងបន្ទាត់ទី3យើងឃើញក្របភ្លេងយ៉ាងខ្ពស់ហើយ So fa mi so fa mi re យើងឃើញកន្លែងខ្ពស់កន្លែងក្បាលហ្មងខ្ពស់ So fa mi ចឹងកន្លែងហ្នឹងវាខ្ពស់អរគុណព្រះឥឡូវឲ្យថាបន្តច្រៀងទៀតកន្លែងនេះយើងពិបាកតិចដែរតោះមិនជាជួយឆ្ងាងទីសានហាងកើភូលៀងស៊ីយើងច្រៀង2ដងបន្ទាត់ទី3ណា So 1 2 So fa mi so fa mi re do fa mi re ម្ដងទៀត So fa mi so fa mi re mi fa so do fa mi re ពីរជប់បាទល្អគុណព្រះមែនដែរតែដូចអត់ស្រៀងអត់សូវលះសោះមិញឥឡូវបងប្អូនស្រីស្រៀងជាមួយឆានទីសានហាងនេះស៊ីណែម្ដង So ព្រាម1 2ជប់បាទល្អមែនតើសំឡេងយ៉ាងស្រទន់តែម្ដងណាគឺល្អតើបងប្អូនប្រុសម្ដងទីရှောင်း So ត្រៀម1 2សុំម្ដងទៀតមិញយើងរៀងរអាក់រអួលបន្តិចតើណាខ្ញុំគាត់នេះ1 2 so fa យើងមិន1 2 so បើយើងក្រោយយ៉ាងរៀងយឺតបន្តិចវាខុសភ្លេងណាតើណាឥឡូវខ្ញុំឧទាហរណ៍តើណា1 2 so fa mi so fa mi re គឺបែបហ្នឹងណាកុំចូលក្រោយបន្តិចពេលខ្ញុំរាប់1 2ហើយផាច់វានៅដដែលណាម្ដងទៀតទីช่องឆាំងសិ So មើលទីช่องតោះត្រៀម1 2ជប់បាទល្អកន្លែងដកដង្ហើមអញ្ចឹងខ្ញុំភ្លេចប្រាប់បងប្អូននៅពាក់កណ្ដាលដដែលតើណាអញ្ចឹង4បន្ទាត់នេះកន្លែងដកដង្ហើមរបស់វាគឺពាក់កណ្ដាលទាំងអស់ពាក់កណ្ដាលទាំងអស់អញ្ចឹងអត់មានកន្លែងផ្សេងទេសារបន្ទាត់វាស្តៀងគ្នាទាំងអស់អញ្ចឹងដកដង្ហើមនៅពាក់កណ្ដាលចុងក្រោយគឺយើងដក direct ពេលដែលយើងជិះចាប់បន្ទាត់មួយយើងដក direct អរគុណព្រះឥឡូវយើងចូលដល់បន្ទាត់ចុងក្រោយគឺជាបន្ទាត់មួយដែលរៀងពិបាកច្រៀងនៅបន្ទប់ចុងក្រោយនៅបន្ទប់ចិត្តចុងក្រោយតើណាលេងស្ដាប់ភ្លេងម្ដងសិន我们先听一次旋律第4行បាទគុណមែនតើឥឡូវខ្ញុំច្រៀងជូនម្ដងសិនខ្ញុំច្រៀងចប់បងប្អូនចាំចាប់ដើមជាមួយគ្នាច្រៀងម្ដងបានហើយ
先唱一次，1 2 So fa mi re mi fa so do re fa mi re do 2 ឈប់បាទអញ្ចឹងពេលដែលបងប្អូនស្ដាប់ខ្ញុំមិញកន្លែងចិត្តចុងក្រោយហ្នឹងវាលឿនអញ្ចឹងកន្លែងហ្នឹងវាអាចបើសិនបងប្អូនកលាស់តន់ព្យាយាមកលាស់តែកលាស់អត់តន់ទេយើងអាចនឹងរកវិធីសាស្ត្រជាងយឺតជាងនឹងតិចទៀតតោះឥឡូវបងប្អូនជើងជាមួយខ្ញុំម្ដងសិនជាងតែចេះគិនវ៉ាឆាងទីសិហាងអ៊ីសិកើភូត្រៀម1 2 So fa mi re mi fa so do re fa mi re do 2ឈប់បាទតោះណាមិនតែចុងក្រោយណាតន់ណាតន់ 99% បងស្រីតន់ណាស្រីតន់ណាឥឡូវអញថាយើងចាប់អាក្រោយបន្តិចតើណាឥឡូវសុំឡែ mi fa so do re fa mi re do 2ចុះ2ដងយ៉ាងសិបាទចាំមកស្រាប់2ដងហ្នឹងណា mi fa so do re fa mi re do mi fa so do re fa mi re do គឺបែបនេះណាចឹងកន្លែងហ្នឹងវាបាទ mi fa so do re fa mi re do ណាចឹងកន្លែងហ្នឹងរៀងលឿនទៀតមកកន្លែង so do re fa mi កន្លែងហ្នឹងណា so do re fa mi កន្លែងហ្នឹងរៀងលឿនតិចមកណាតោះនេះបងប្អូនតោះឥឡូវយើងសាកកន្លែងមីហ្វាសលតើនេះកន្លែងធំកន្លែង mi fa so do re fa mi re do បាទ2ដង两次 mi ត្រៀមខ្ញុំរាប់ដល់2ហើយយើងឈៀង1 2 mi fa so do re fa mi re do 2 mi fa so do re fa mi re do 2ឈប់បាទសង្កេតមកតន់ណាអញ្ចឹងយើងចំណាំកន្លែងហ្នឹងបបាក់ជាងគេយើងគូមកគូកំពងក៏បានគូត្រេបន្ទាត់ក្រុមហ្នឹងក៏បានរកវិធីសាស្ត្រចំណាំខ្លួនឯងព្រោះពេលដែលជាងខ្មែរទៅគឺបបាក់ជាងដូរេមីពេលយើងជាអក្សរខ្មែរអើយសូមរកអញ្ចឹងវារៀងពិបាកតើណាគឺគឺបើមិនឆាងចលីបចោហណានឆាងអញ្ចឹងយើងព្យាយាមកន្លែងហ្នឹងមិនមែនយើងអត់ចេះហើយយើងអត់ប្រឹងទេណាយើងត្រូវប្រឹងជាងឲ្យត្រូវតើណាតោះឥឡូវយើងសាកនៅបន្ទាត់ចុងក្រោយហ្នឹង2ដងមិនសៀនឆាងទីសិហាងលះសិកើភូ so ត្រៀម1 2 so fa mi re mi re do so fa mi re mi fa so do re fa mi re do អាមែនអរគុណព្រះមានឈឺកគុណព្រះតែអញ្ចឹងយើងអាចបានហើយណាឥឡូវយើងសាកច្រៀងអស់តែម្ដងមិនសៀនប៉ាកើភូឆាងអ៊ីសិសូមភ្លេងផ្ដើម mi fa mi re si do re fa mi re do re mi re so fa mi do si la so
ចឹងមុនហ្នឹងមុនហ្នឹងពេលដែលខ្ញុំឲ្យបងប្អូនច្រៀងនៅកន្លែងមីហ្វាសូមុនហ្នឹងខ្ញុំប្រាប់កន្លែងមីហ្វាហ្នឹងរៀងយឺតដែរតែកន្លែងនេះវាលឿនទេអញ្ចឹងមុនហ្នឹងខ្ញុំបរៀនរៀងខុសហ្នឹងមិនមីហ្វាមិនយឺតអញ្ចឹងណាគឺមីហ្វាសូតូរ៉េកន្លែងមីហ្វាហ្នឹងរៀងលឿនដែរមុនហ្នឹងខ្ញុំបរៀនរៀងយឺតអញ្ចឹងខុសហ្នឹងគ្រាន់ចង់កែបន្តិចណាអរគុណព្រះមែនតើឥឡូវយើងសាកម្ដងទៀតតោះសូមលេងផ្ដើមជាម៉េចបងប្អូនស្រីលឿនតិចទីចុងបងប្អូនប្រុសមកលេងឈីឆាងយើងជឿទាំងអស់គ្នា So for me so for me re mi fa so do for me re so for me re mi fa so do re fa mi re do ពីឈប់បាទល្អមែនតើអរគុណព្រះអញ្ចឹងថ្ងៃនេះបងប្អូនរៀនបានល្អមែនតើអាចថាយើងចេះច្រើនដោយសារតែយើងធ្លាប់រៀនកន្លងមកអញ្ចឹងពេលវេលារៀនទំនុំការថ្មីរបស់យើងក៏បានដល់ទីបញ្ចប់ដែរសូមថ្វាយសេរីល្អកាន់ព្រះយេស៊ូវគ្រីស្ទ我们先是将强导师一切荣耀归给神រយៈបងប្អូនទាំងអស់គ្នាមុនចាប់ដើមជាងជំនាញសាស្ត្រអង្កត់ព្រះសូមបងប្អូនមនុស្សចកកដែលទាំងអស់គ្នា
បងប្អូនអធិដ្ឋានក្នុងចិត្តអាមែនក្នុងព្រះនាមព្រះយេស៊ូវជឿនចម្រៀងសរសើរដល់ការព្រះសូមបងប្អូនបើកបទចម្រៀងបទលេខ5ទីអ៊ូសូបទលេខ5គ្រប់ទាំងអស់សរសើរព្រះវរបិតាសូមបងប្អូនបើកបទបន្ទាប់បទលេខ11បទលេខ11ស៊ឺអ៊ីសូនៅក្នុងព្រះសប្បាយខ្លាំងពេកក្រៃខ្ញុំ
ប្អូនបើកបាត់បន្ទាប់បាត់លេខ32បាត់លេខ32សានស៊ឺអឺសូព្រះយេស៊ូវព្រមទទួលមនុស្សមានបាប ជាងជំនាញសរសើរទាំងការព្រះ3បទត្រូវបានបញ្ចប់គ្រប់យ៉ាងសូមថ្វាយសេចក្ដីអរគុណព្រះ សូមប្រកាសអធិដ្ឋានក្នុងចិត្តអរគ្នា 我们一起来默祷。 អាមែន 阿门。 ហាឡេលូយ៉ាក្នុងព្រះនាមព្រះយេស៊ូវធ្វើការបើកប្រជុំនៅយប់នេះ 奉主耶稣圣名开始今晚的聚会。 ចឹងធ្វើការច្រៀងជំរុញជាមួយគ្នា285 我们一起来唱诗285首。 285 285首。 សរសើរបីដាក់ខ្ញុំមានក្រីស្រឡាញ់មេត្តាដោយសារមកចេញនឹងគ្មានព្រមដែរ
chạm càng sai bộ chơi tăng ai con lại ta chừng nô nàng ba bỏ lỡ mi ca sô chênh ta đỏ tí tức chừng tôm luôn ở tiếng đó nó còn anh tức chừng nàng cho ban trái son thang mom ra đam bay pre bon tul đài nàng nghe cả ban tra mừng ai ngó sớm bom cho nên mo chết chăm mơ hồ tu miệng buông kén ơi miệng cơm nàng làm trên xa mừng cơm cái đông bom trên đỏ tí tắc chơ tôm luôn ở tiếng rõ lòng trên đời ta tắc chơ trái son thang bom ra đam bay pre bon tul tuông bay mi nắc lang ti ban bong tô sọt bom ta trên ta cho nhiên ai một trèo mơn hiền phùa ta mốc lại bằng cho đó lộc tôm thì bom bằng khó chán mơn ban vơi trên ta nó tí tắc chơ tôm luôn ở tiếng rõ lòng còn này tắc chơ nương cho ban trái son tang mom là đam bay pre bon tul ong ôn tre klan trên ta nê san monu trên tung ta một trường man to tê rôm chạm phăng priang ong trôi trôi trong hộp lem nô nang pam pam ai ngó sa bay trên ta đỏ tí tắc chơ tôm luôn ở tiếng rõ lòng còn ai tắc chơ nang cho ban trái son thang bom ra đam bay pre bon tul Amen អរគុណត្រប់ព្រះ 阿曼，感谢神， ចំធ្វើការឋានជាមួយគ្នា 我们要一起来祷告， គឺសូមឲ្យព្រះបានដឹកនាំពួកយើងនៅយប់នេះ 求神带领我们今晚的聚会， សមឋាន 一起祷告。 ក្នុងព្រះនាមព្រះយេស៊ូវអធិដ្ឋាន
ហាឡេលូយ៉ាអរគុណទៅដល់ព្រះ 哈利路亚，感谢神。 អញ្ចឹងយប់នេះគេបានជួបជុំគ្នានៅក្នុងសាលាប្រជុំ 今天我们一起在会堂里聚集， ដើម្បីធ្វើការរួបគ្នាថ្វាយបង្គំព្រះនៅយប់នេះ 我们来敬拜神。 អញ្ចឹងយប់នេះគឺខ្ញុំបានត្រៀមនៅប្រធានបទមួយ 今天晚上我准备了一个题目： ការបម្រើនិងការគិតពិចារណា 服侍与思考。 ពេលខ្លះយើងនៅពេលដែលយើងជួបនឹងបញ្ហា 有的时候我们遇到困难的时，遇到问题的时候， យើងចាប់ផ្ដើមគិតហើយពិចារណាអំពីរឿងនោះ 我们就开始来思考这件事情。 ហើយយើងក៏មិនមែនគិតតាមមួយផ្លែតចប់ដែរ 之后我们的思考也不是说只有想一会儿， យើងគិតហើយគិតទីន 我们想了又想， ធ្វើមកខ្ញុំជួបរឿងនេះ 我们想说为什么我遇到这件事情呢？ នៅពេលនោះយើងចាប់ផ្ដើមអធិដ្ឋានសុំព្រះដូចជាកែប្រែនៅចំពោះមុខព្រះ 那时候我们就开始向神祷告，在神面前悔改。 ប៉ុន្តែនៅពេលខ្លះនៅពេលដែលពួកយើងមានឱកាសធ្វើការងារបម្រើព្រះ 但有的时候我们有机会来为神做服侍， អញ្ចឹងយើងការងារបម្រើព្រះយើងចេះធ្វើហើយ 服侍的工作我们是会做的。 ប៉ុន្តែនៅពេលដែលអ្នកធ្វើចប់តើអ្នកមានដែរគិតពិចារណាចំពោះការងារដែលអ្នកធ្វើដែរឬទេ 但是当你把服侍的工作做完之后，你有没有去思考你服侍的那件事情呢？ អញ្ចឹងតាំងពីមុនមកដល់ពេលនេះ 从之前到现在， ដូចជារៀងរាល់សប្តាហ៍ដែលយើងមានឱកាសបានធ្វើការងារបម្រើព្រះនេះ 我们每一个礼拜都有机会服侍神。 អញ្ចឹងពួកយើងគួរតែគិតមើលសិន 我们要先来想想看， តើខ្ញុំពេលនេះជាមួយនឹងការងារបម្រើព្រះយ៉ាងម៉េចវិញ 我现在对于这个服侍的工作是如何的呢？ អញ្ចឹងបើយើងធ្វើឲ្យតែបានយើងមិនដែលគិតពិចារណាមកទេ 如果我们只是想说交个差，但是没有好好的做， អញ្ចឹងមកឃើញថាការងារបម្រើព្រះយើងធ្វើហើយសុទ្ធតែជាបញ្ហាដែលបានកាត់ឡើងនៅខាងក្រោយយើង 那我们虽然把服侍的工作做完了，但是随后就会有很多的问题。 យើងគិតថាខ្ញុំខំប្រឹងប្រែងធ្វើដែរតើចុះមានតែបញ្ហាអញ្ចឹង 我们会想说，我那么努力的做，为什么还会有问题呢？ កន្លែងហ្នឹងហើយដែលយើងគួរតែគិតហើយពិចារណាថាហេតុអ្វីបានអញ្ចឹង 就是在这里，我们要去思考为什么会这样。 ចឹងសូមមកព្រះគម្ពីររ៉ូមចំពោះទី12 我们看罗马书12章ខទី11 11节， ព្រះគម្ពីររ៉ូមចំពោះទី12ខទី11 罗马书12章11节， ព្រះគម្ពីររ៉ូមចំពោះទី12ខទី11 罗马书12章11节， ឃើញហើយសូមអានជាមួយគ្នា 你看到了，一起来读。 ខាងឯសេចក្តីឧស្សាហ៍នោះកុំឲ្យខ្ជិលឡើយខាងឯវិញ្ញាណនោះក៏ចូលព្យាយាមចោះដោយខំប្រឹងបម្រើព្រះអម្ចាស់បងអាន 11节，殷勤不可懒惰，要心里火热，常常服侍主。 អញ្ចឹងខគម្ពីរមួយនេះគឺជាការដាស់តឿនមួយរបស់ប៉ុល 这里是保罗的一个提醒。 គាត់ថាពួកយើងទាំងគ្នាពេលនេះគឺជឿព្រះស៊ូទាំងអស់គ្នាហើយ 他告诉我们说，我们现在都是信耶稣的人了。 ប៉ុន្តែគាត់នៅក្នុងខគម្ពីរនេះគឺមានរឿង3ដែលគាត់បានលើកឡើងចេញមកសំខាន់ 但是在这个经节里面，他提出了3个重要的、 គាត់ថាទី1កុំឲ្យពួកយើងមានចិត្តមួយខ្ជិលឲ្យសោះ 3个重要的事情。第一个就是让我们不要懒惰； ទី2ឲ្យយើងគួរតែមានចិត្តមួយឧស្សាហ៍ព្យាយាម 第二个就是让我们呢要心里常火热； ទី3ឲ្យយើងមានចិត្តមួយធ្វើឧស្សាហ៍ខំប្រឹងធ្វើការងារបម្រើព្រះ 第3点就是要我们常常努力的服侍神。 អញ្ចឹងបងប្អូនគ្នាឆ្លងកាត់ខគម្ពីរមួយនេះ 透过这个经节， អញ្ចឹងយើងគិតមើលសិន 我们来想想看。 មកដល់ពេលនេះយើងគឺជាអ្នកធ្វើការងារបម្រើព្រះ 现在我是一个服侍神的人， តើខ្ញុំជាមួយនឹងការងារបម្រើព្រះតើខ្ញុំយ៉ាងម៉េចវិញនៅពេលនេះ 我针对这个服侍的事情，我是什么样子的呢？ តើខ្ញុំធ្វើទាំងចិត្តខ្ញុំខ្ជិលដែរឬទេ 我在做服侍的工作时候，我是不是心里懒惰呢？ ខ្ញុំធ្វើដែរប៉ុន្តែខ្ញុំមិនសូវខំប្រឹង 我有在做哦，但是我并不努力的做。 ឬក៏ខ្ញុំមិនឧស្សាហ៍ក្នុងការធ្វើការងារបម្រើព្រះទេ 但是或是说我呢，并没有常常的在服侍神。 អញ្ចឹង3ចំណុចយើងគុំគួរឲ្យមានអាភិបមួយដែលខ្ជិលនឹងអី 我们这3点不要有懒惰的这种情况发生。 ក្នុងនាមយើងបើយកចំយើងគឺជាអ្នកធ្វើការបម្រើជាបាវបម្រើរបស់ព្រះ 我们作为一个服侍的工人， ឬក៏យើងគឺជាគ្រីស្ទបរិស័ទធម្មតា 是一个仆人，是一个一般的基督徒。
ពេលខ្លះនៅពេលយើងជឿព្រះយេស៊ូវហើយយើងខ្ជិលយើងអាសាគឺមើលឃើញមើលដឹងតែម្ដង 我们有的时候是懒惰的服侍的，像这样子的情况呢，一般看到就知道了。 ប៉ុន្តែសំខាន់មិនខ្វល់តែអ្នកដទៃមើលមកយើងថាយើងគឺជាមនុស្សខ្ជិលយ៉ាងម៉េចក៏ដោយ 那不管别人看我们是不是觉得说我们是懒惰的人， សំខាន់អ្នកមើលខ្លួនឯងសិនតើខ្ញុំគឺជាមនុស្សខ្ជិលបែបនេះឬក៏យ៉ាងម៉េច 重要的是我们自己看自己的时候，我们是不是也觉得自己是一个懒惰的人？ អញ្ចឹងបើយើងដឹងថាយើងជាមនុស្សបែបហ្នឹងយើងគួរតែមានការកែប្រែចិត្តរបស់យើងចេញមកតែម្ដង 如果我们自己都觉得自己是一个懒惰人，那我们就要改变。 ទស្សនៈយើងចង់ធ្វើជាមនុស្សមួយដែលមានចិត្តឧស្សាហ៍ 我们是想要作为一个勤劳的人。 អញ្ចឹងបើសិនជាភាសាអញ្ចឹងគឺគេប្រើពាក្យមួយគឺដូចថាភ្លើងមួយក្តៅកគុកនៅក្នុងចិត្តរបស់យើង 一个火热的人。 អញ្ចឹងមួយទៀត 还有一点， នៅពេលដែលអ្នកមានឱកាសធ្វើការងារខំប្រឹងធ្វើការបម្រើព្រះហើយ 当我有一个服侍神的工作，我努力的做完了这份工作之后， អញ្ចឹងអ្នកក៏ត្រូវដឹងដែរ 我应该要知道， ទំនុកក៏ត្រូវការងារបម្រើព្រះគឺគ្រប់គ្នាអាចធ្វើបានបងប្អូនគ្នា 就是说服侍神的这种责任，大家都能做得到的。 ភាគច្រើនយើងឆ្លើយថាចេះខ្ញុំធ្វើការបម្រើព្រះដោយសារខ្ញុំចង់សងគុំព្រះ 有的时候我们会觉得说，哎，我来服侍神是因为我要回报神的恩典。 ប៉ុន្តែពេលខ្លះយើងបើកមាត់និយាយបែបហ្នឹងចេញមកប៉ុន្តែអ្វីយើងធ្វើខុសពីអ្វីដែលយើងនិយាយចេញមកក៏មាន 虽然有的时候我们嘴里是这样说，但是我们所做的却不是这样。 អញ្ចឹងយើងគិតចេះ 所以呢，我这样想， ក្នុងនាមយើងគឺជាអ្នកដែលធ្វើការងារបម្រើព្រះម្នាក់ 我们作为一个服侍神的人， តែខ្ញុំគង់មានអាកប្បកិរិយាអរិយាបថយ៉ាងម៉េចក្នុងការដែលខ្ញុំធ្វើការងារបម្រើព្រះមួយនេះ 我在服侍时候，我的态度跟我的行为是如何的呢？ យើងកុំគិតថាអូខ្ញុំបានធ្វើហើយប៉ុណ្ណឹងចប់មិនមែនទេ 我们不要想说我已经做了，这样就可以了，不应该是这样子的。 យើងត្រូវដឹងថាយើងធ្វើការងារនេះគឺដើម្បីបម្រើពីណាគេ 我们要知道，我们做这件事情，我们是在服侍谁。 បើយើងដឹងថាយើងបម្រើពីណាគេហ្នឹងហើយដែលយើងគួរតែមានការប្រុងប្រយ័ត្នឲ្យគិតពិចារណាចេញមក 如果我们知道服侍是谁，服侍的是谁，我们就应该要有这个审查跟思考的行为出来。 អញ្ចឹងយកដូចខ្ញុំឆ្លងកាត់3ចំណុចធ្វើការចែកចាយទៅកាន់បងប្អូន 今晚呢，我有3点要跟大家一起来分享。 ចំណុចទី1 第一点， អញ្ចឹងនៅពេលដែលយើងធ្វើការបម្រើព្រះយើងត្រូវគិតអំពីផ្នត់គំនិតរបស់អ្នក 我们在服侍神的时候，我们要想想自己的想法。 អញ្ចឹងគិតសិនតើផ្នត់គំនិតរបស់យើងមកនៅពេលនេះតើវាយ៉ាងម៉េចទៅហើយ 我自己的心思意念现在是如何的呢？ អញ្ចឹងគិតខ្លួនឯងបានយើងដឹង 我们要想自己才会知道。 ហើយយើងគិតថាយើងសូមព្រះឲ្យជួយយើងទៀតយើងអាចថាកាន់តែដឹងទៀត 我们在想的时候，我们要求神帮助我们，这样我们能更清楚的知道。 អញ្ចឹងបើយើងមិនគិតប្រកបជាមិនដឹងថាយើងខ្វះខាតឬក៏ខុសនៅត្រង់ណានោះទេ 如果我们没有去思考，我们就不知道我们哪里有欠缺，或是我们哪里有错。 សូមមកព្រះគម្ពីរលូកាចំពោះទី10ខ1 我们看路加福音10章 ព្រះគម្ពីរលូកាចំពោះទី10ខទី1 1节，路加福音10章1节， ព្រះគម្ពីរលូកាចំពោះ10ខ1路加福音10章1节， ខ្ញុំអានឲ្យ 我来读。 លុះក្រោយការទាំងនោះមកព្រះអម្ចាស់ទ្រង់តម្រូវ70នាក់ទៀនហើយចាត់គេឲ្យទៅមន្ទ្រង់មួយគុំគូក្នុងគ្រប់ក្រុងគ្រប់កន្លែងដែលទ្រង់គិតយាងទៅអាមែន 阿门。 បងអាន 路加福音10章1节，这事以后，主又设立70个人，差遣他们两个的，在他们前面往自己所要到的各城各地方去。阿门。 ទីនេះយើងមកឃើញថាព្រះយេស៊ូវផ្ទាល់ចេញមកតែម្ដង 我们在这里看到主耶稣他自己出来了， ចឹងទ្រង់កំពុងចាត់តាំងឲ្យសិស្សចេញទៅធ្វើការងារបម្រើព្រះ 主自己差遣门徒出去做工， អញ្ចឹងព្រះយេស៊ូវឲ្យពួកគេទៅ2នាក់ទៅមួយគ្នា 耶稣让他们两个出去， ហើយអញ្ចឹងពួកគេទៅមែនទៅដល់គ្រប់ក្រុងគ្រប់ស្រុកដែលពួកគេគួរតែទៅកន្លែងហ្នឹង 他们确实也就是有出去的到各城各地方去。 ប៉ុន្តែនៅក្នុងគម្ពីរបានសរសេរថាអញ្ចឹង 但圣经这里有说， ព្រះយេស៊ូវចាត់ឲ្យពួកគេទៅមុនទ្រង់ 耶稣差遣他们在他面前先去。 ឃើញណាមានពាក្យមួយឃ្លាព្រះយេស៊ូវចាត់គេឲ្យទៅមុនទ្រង់ 明
让他们在他面前往自己所要去的各城各地方。 គឺជាកន្លែងដែលទ្រង់គិតនឹងយាងទៅដែរ 就是说，主他打算要去的那些地方，他先让他们去了。 បងប្អូនគ្នា 弟兄姐妹们， ឆ្លងកាត់ខំពីមួយនេះយើងគិតមើលពិចារណាជាមួយគ្នាសិន 我们透过这两个经节，我们可以来想想， អញ្ចឹងព្រះស៊ូចាត់សិស្សឲ្យចេញទៅមុន 耶稣差门徒先去， ឲ្យគេទៅធ្វើការនៅកន្លែងដែលពួកគេទៅដល់ទីនោះ 让他们到那个地方去做工。 អញ្ចឹងប៉ុន្តែចេះនៅពេលដែលពួកគេនឹងទៅដល់ទីកន្លែងនោះហើយ 在他们到了那个地方之后， តើពួកគេដឹងថាខ្លួនគេទៅធ្វើអ្វីនៅទីនោះដែរឬក៏អត់ 他们去的时候，他们知道说自己去那边做什么吗？ តើពួកគេដឹងថាទៅទីនោះតើជាកន្លែងមួយដែលព្រះស៊ូចង់ទៅដែរឬទេ 他们知不知道说他们去的地方是耶稣随后要去的地方？ ឬក៏ការងារដែលគេធ្វើនឹងកន្លែងនឹងតើព្រះស៊ូចង់ធ្វើការងារនឹងដែរឬទេ 他们知不知道他们要去那个地方做的工作是耶稣随后要去做的工作吗？ ដោយសារពេលនោះគឺព្រះស៊ូចាត់ពួកគេទៅមុន 因为耶稣是让他们先去的。 ពេលខ្លះពួកយើងគ្នាក៏ទទួលបានការចាត់តាំងរៀបចំចេញពីព្រះវិហារទៅដែរ 有时候我们也会受到教会差我们去， អញ្ចឹងយើងគិតមើលចេះ 这样子我们就该思考。 ពេលខ្លះដោយសារព្រះវិហារត្រូវការយើងឲ្យជួយការងារបម្រើព្រះ 有的时候教会要我们去服侍神， អញ្ចឹងព្រះវិហារក៏មានការរៀបចំយើងចេញមក 教会就会安排我们出来。 ពេលខ្លះយើងគិតថាចេះព្រះវិហាររៀបចំអ្នកមានន័យថាវិហារយកចិត្តទៅដាក់ចំពោះអ្នក 我们有的时候要这样想，教会差遣我是因为在乎，因为在意我。 មិនថាយើងនៅក្នុងព្រះវិហារធ្វើការងារបម្រើព្រះក៏ដោយ 不管是在教会服侍神的工作， មកធ្វើពួកយើងចេញទៅតាមបណ្ដាខេត្តតាមទីតាំងរៀងៗខ្លួនក៏ដោយ 或是各自到这个省份去， យើងគិតតែចេះ 我们要这样想。 ឆ្លងកាត់ការដែលវិហាររៀបចំអ្នកឲ្យទៅដល់ទីនោះ 透过教会安排我们到那个地方， អញ្ចឹងអ្នកគិតសិនតើអ្នកគួរធ្វើអ្វីនៅទីនោះ 我们被差的时候，我们要先去想说，我去那里做什么。 ឬក៏វិហាររៀបចំឲ្យយើងទៅហើយយើងទៅធ្វើបែបផ្សេងនៅទីនោះទៅវិញ 教会安排我们去的时候，我们会不会去做别的事情呢？ ផ្លែយើងគិតដែរ 突然我们立刻会这样想， យើងទៅទីនោះហើយហើយ 我们到了那里了。 តើនៅក្នុងព្រះស៊ូមានចង់និយាយថាព្រះស៊ូមិនចង់ទៅធ្វើការងារនៅទីតាំងដែលយើងធ្វើនោះដែរឬក៏អត់ 我们想说，主耶稣要不要我在哪个地方做事情呢？ ហើយការងារដែលយើងខំប្រឹងប្រែងធ្វើនៅទីនោះតើព្រះស៊ូចង់ធ្វើដែរឬក៏អត់ការងារហ្នឹង 我在那边努力做的那个事情，是不是主耶稣要我做的？ ជំនួយតែការងារបម្រើព្រះនៅពេលយើងធ្វើហើយយើងគិតសិន 我们做好了事情之后，我们要这样去思考。 តើអ្នកពិតជាធ្វើតាមទូនាទីដែលអ្នកទទួលបានការរៀបចំចេញទៅឬក៏យ៉ាងម៉េច 我是不是有按照受差的这一些目的跟这些工作去做呢？ មុនហ្នឹងខ្ញុំនិយាយហើយអញ្ចឹង 之前有这样说了， យើងទៅដឹងថាយើងកំពុងបម្រើនឹងតែយើងកំពុងបម្រើពីណាគេ 我们要先想说我们在服侍是服侍谁， យើងកំពុងធ្វើព្រះស៊ូកំពុងមើលយើងដូចគ្នា 我们在做的时候，主耶稣正在看我们。 ប៉ុន្តែបើយើងដឹងថាព្រះស៊ូកំពុងមើលយើងតើយើងគួរធ្វើយ៉ាងម៉េច 那我们知道说耶稣在看我们的时候，我们要怎么做呢？ តើខ្ញុំគួរធ្វើដោយយកចិត្តដាក់ឬក៏ធ្វើយ៉ាងម៉េច 我要用心的去做，还是怎么样？ ឬខ្ញុំគួរតែធ្វើតាមបំណងរបស់ព្រះឬក៏ខ្ញុំធ្វើតាមបំណងចិត្តខ្លួនឯងចង់ធ្វើចេញមក 我是按照神的旨意来做，还是按照我自己的心意来做呢？ នេះគឺជាបញ្ហាមួយដែលយើងគិតមើលសិន 这是我们该去思考的一个问题。 សូមមកព្រះគម្ពីរកូឡូសចំពុក3ខ23 我们看哥罗西书3章， ចំពុក3ខទី23 3章23节， ព្រះគម្ពីរកូឡូសចំពុក3ខទី23ដល់ខទី24 哥罗西书3章23节到24节。 អញ្ចឹងខគម្ពីរពីរខគឺជាខគម្ពីរដែលយើងឧស្សាហ៍លើកឡើងមកនិយាយមែនទែន 这两个经节我们常常提到， ប៉ុន្តែនៅពេលយើងមើលឃើញហើយតើបើយើងគិតយ៉ាងម៉េចចំពោះខគម្ពីរទាំងអស់នេះ 我们每次读这两个经节的时候，我们是怎么样的心里怎么样想呢？ គឺឲ្យយើងយកចិត្តរបស់យើងមកគិត 我们的心要来思考。 នៅក្នុងខទី23បានប្រាប់ពលយើងថាចេះ
23节告诉我们说， มันខ្វល់ថាពួកយើងធ្វើការងារអ្វីក៏ដោយ 无论做什么， ចុះធ្វើឲ្យអស់អំពីចិន 都要重新理做。 អ្នកគិតសិន 我们想想看， គ្រប់ការងារបម្រើព្រះទាំងអស់ 所有服侍神的工作， គ្រប់ការងារបម្រើព្រះនៅក្នុងវិហារទាំងអស់ 所有教会里服侍神的这些工作， នៅពេលដែលអ្នកចេញមកធ្វើ 当我们去做的时候， តើអ្នកពិតជាចង់ធ្វើចេញពីចិត្តឬក៏យ៉ាងម៉េច 我们是不是由心而发的愿意想做呢？ ទីមួយយើងគុំមើលសំខាន់សិន 我们第一呢，我们要看重。 នៅពេលមើលសំខាន់ហើយទើបចិត្តរបស់យើងពិតជាចង់ធ្វើដោយចេញពីចិត្ត 当我们看重的时候，我们心里就会真的是想要去做了。 ដោយសារការងារមួយនេះគឺយើងធ្វើដើម្បីព្រះអម្ចាស់យេស៊ូវ 因为这份工作呢，我们是为耶稣去做的， មិនមែនធ្វើដើម្បីមនុស្សនោះទេ 我们不是为了人去做的。 អញ្ចឹងបើខ្ញុំដឹងថាខ្ញុំធ្វើការងារនេះដើម្បីបម្រើព្រះយេស៊ូវហើយ 如果说我知道说我目前这个事情是因为要服侍主耶稣才 អូ 去做 តាមពិ 的， តយើងគួរដាស់តឿនខ្លួនឯង 那时候我们要提醒自己， ខ្ញុំគួរធ្វើដោយចេញពីចិត្តរបស់ខ្ញុំតែម្ដង 我要由心而发的去做， ពេលតែយើងធ្វើចេញពីចិត្តនេះ 从心里去做哦， គឺយើងស្ម័គ្រចិត្តក្នុងការដែលធ្វើដោយសប្បាយចិត្ត 我们就是开开心心的去甘心乐意的去做。 ពេលខ្លះបែបនេះមែន 有的时候真的就是这样， ការងារបម្រើព្រះយើងចេះធ្វើ 服侍神的工作我们懂得做， ប៉ុន្តែយើងគិតថាខ្ញុំធ្វើល្អឬក៏មិនបានល្អ 但是我们想想看，我们做得好或是做不好。 ខ្ញុំកំពុងបម្រើព្រះនេះតែខ្ញុំធ្វើឲ្យមនុស្សមើលឬក៏ធ្វើឲ្យព្រះមើល 我服侍神的这个工作，我是做给人看还是做给神看呢？ ដោយសារពលប្រាប់ហើយអញ្ចឹង 因为他这样说， យើងគឺធ្វើការងារបម្រើព្រះ 我们是做服侍神的， អញ្ចឹងយើងនឹងមានឱកាសបានទទួលរង្វាន់ដែលជាមរតកមកពីព្រះអម្ចាស់យេស៊ូវ 我们有机会从耶稣那里得着奖赏，得着奖赏产业。 ក្នុងនាមយើងគឺជាកម្មករបម្រើព្រះម្នាក់ 我们作为服侍神的工人， យើងមានឱកាសបានធ្វើការងារបម្រើព្រះជាមួយគ្នា 我们有机会一起服侍神。 យើងធ្វើយ៉ាងម៉េចដើម្បីខ្ញុំនេះអាចទទួលបានរង្វាន់បានមរតកពីព្រះយេស៊ូវទៅ 我们要怎么样才可以从耶稣那里得着奖赏呢？ ខ្ញុំប្រាប់បងប្អូន 我告诉弟兄姐妹们， បើសិនជាយើងនៅតែបន្តមិនចេញពីចិត្តមកធ្វើទេមិនទទួលបាននោះទេ 如果说我们继续不愿意由心而发的去做，那我们就没有办法得着这个奖赏。 អញ្ចឹងបបិសោតនឹងពលគាត់បានធ្វើហើយហើយ 这个经验，保罗已经有了。 អញ្ចឹងគាត់មិនលាក់ទេគាត់ប្រាប់ពួកយើងគាត់ដាស់តឿនពួកយើងរាល់គ្នា 他没有藏起来，他有提醒我们， មិនមែនគាត់ប្រាប់យើងគាត់មិនធ្វើទេគាត់ប្រាប់យើងគាត់ធ្វើហើយរឿង 他 ហ្នឹង 告诉我们说他已经做了， ដូចគ្នា 一样的。 អញ្ចឹងឆ្លងការខំពីហ្នឹងយើងគិតមើលសិន 透过这个经节，我们来想想看， គ្រប់ពេលវេលាដែលយើងមានឱកាសបានធ្វើការងារបម្រើព្រះនៅក្នុងវិហារមួយនេះ 我们每一次在这个教会里面服侍的机会里， តើខ្ញុំមានយកចិត្តមកធ្វើឬក៏ចេញពីចិត្តធ្វើដែរឬក៏អត់ 我有没有用心做？我有没有由心而发的去做呢？ ឬក៏ធ្វើដែរតាមគេហៅតាមការគេរៀបចំ 还是呢，因为别人叫我去做，别人安排我去做，所以我去做了呢？ ពាក្យតែធ្វើការងារបម្រើព្រះព្យាយាមធ្វើឲ្យបានល្អ 我们既然服侍神，我们就要努力的把它做好。 បើយើងធ្វើមិនបានល្អក៏យើងមិនមែនបញ្ឈប់ទេយើងនៅប្រឹងទៀតធ្វើឲ្យបានល្អថែម 如 ទៀត 果我们还没有做好，那我们不要停止，我们要努力的继续的把它做得更好。 ដោយសារពលថាជាយើងកំពុងបម្រើនឹងគឺបម្រើព្រះម្ចាស់យេស៊ូវ 因为保罗告诉我们，我们在服侍的是主耶稣。 អ្នកគិតសិន 想想看， ក្នុងចំណោមមនុស្សជាច្រើនយើងមានឱកាសបានចូលមកធ្វើការងារបម្រើព្រះ 这么多人里面，我有机会可以来服侍神， មិនងាយទេ 这不容易。 ប៉ុន្តែអ្នកគិត 但是再想想看， បើយើងដឹងថាពេលវេលានឹងឱកាសនឹងមិនងាយទេសម្រាប់អ្នក 如果我们知道这种机会是不容易的， តែអ្នកគូធ្វើយ៉ាងម៉េច 那要怎么做？ មួយទៀត 还有一点， អញ្ចឹងវាមិនស្រួលទេនៅពេលយើងធ្វើការងារបម្រើព្រះ 服侍神工作是不容易的。 ប៉ុន្តែនៅពេលដែលអ្នកលំបាកតើច្បាស់អ្នកគិតយ៉ាងម៉េចវិញចំពោះការងារមួយនេះ 当你很困难的时候，你对这一份服侍的工作呢是怎么个想的呢？
យើងនិយាយថាចង់ធ្វើការងារបម្រើព្រះពាក្យនឹងនិយាយមកស្រួលទី 我们说服侍神，服侍神这两个字，这三个字讲起来很容易。 ប៉ុន្តែនៅពេលដែលយើងចេញទៅធ្វើយើងចូលមកធ្វើទើបដឹងថាវាពិបាកយ៉ាងម៉េច 但是当我们真的出来做啦，开始做啦，我们就知道它有怎么样的 មិន 困 មែន 难。 យើងសប្បាយចិត្តយើងខំប្រឹងប្រែងធ្វើនៅពេលយើងមិនសប្បាយចិត្តយើងអត់ខំមិនមែនទេ 不是说我高兴了就做，我不高兴了就不努力的做，不是这样子的。 ធ្វើការងារបម្រើព្រះមិនមែនធ្វើតាមអារម្មណ៍របស់អ្នកនោះទេ 服侍神不是随着自己的心情在服侍的。 អញ្ចឹងបើយើងយកអារម្មណ៍របស់យើងមកធ្វើការបម្រើព្រះយើងធ្វើមិនបានល្អទេ 如果我们随着心情来服侍，那我们的工作就不能做得好。 ប៉ុន្តែបើសិនជាអ្នកធ្វើតាមបំណងរបស់ព្រះឲ្យអ្នកធ្វើចេញមកហើយហើយ 但是如果你随着神的心意把它做出来， ទោះបីជាអ្នកលំបាកមែនការងារមួយនឹង 即便这个工作让你觉得很难， ទោះបីជាយើងបានទៅដល់ខេត្តឆ្ងាយឆ្ងាយផ្លូវពិបាកយ៉ាងណាក៏ដោយសម្រាប់យើង 即便你到很远的这个省份，路途呢很辛苦， យើងគិត 我们会这样想： ខ្ញុំនេះហត់ពិបាកនេះគឺដើម្បីពីណាគេ 我这样子的辛苦是为了谁？ ដើម្បីព្រះយេស៊ូវ 是为了主耶稣呢？ ព្រះយេស៊ូវប្រាប់យើងហើយហើយ 主耶稣告诉我们啊， ថានៅពេលដែលយើងធ្វើការងារបម្រើត្រង់ 说当我们服侍主的时候， វាមានពេលរលូនមានពេលមិនរលូន 我们会遇到顺利的时候，会遇到不顺利的时候。 ប៉ុន្តែព្រះយេស៊ូវតែចេះ 但是耶稣告诉我们， អ្នកត្រូវអត់ធ្មត់ 让我们要忍耐。 អ្នកអត់ធ្មត់ដល់ពេលណា 让我们忍耐到什么时候呢？ ព្រះយេស៊ូវថាអ្នកត្រូវអត់ធ្មត់ឲ្យដល់ទីបញ្ចប់ 让我们忍耐到底。 មានថានៅពេលដែលអ្នកធ្វើការបម្រើព្រះនឹងអ្នកត្រូវអត់ធ្មត់ឲ្យច្រើន 我们在服侍神的时候，我们要常常要很多很多的时候都是忍耐的。 ហើយនៅពេលយើងអត់ធ្មត់មិនមែនថាយើងមិនធ្វើអីនោះទេ 忍耐不是说什么都不做叫忍耐， យើងត្រូវគិតមើលតាមកលៈទេសៈតាមស្ថានភាពបែបនេះ 我们要按着情况这样去思考， ហើយសូមព្រះឲ្យជួយមកដល់យើង 求神帮助我们。 ព្រះដឹងថាអ្នកកំពុងធ្វើការងារបម្រើព្រះ 神知道说我们正在服侍他， អ្នកពិបាកព្រះក៏ដឹងដែរថាអ្នកកំពុងតែពិបាក 你很辛苦，神也知道你很辛苦， ព្រះបានផ្ដល់កម្លាំងចិត្តឲ្យយើងមុនហើយហើយ 神已经将这个心给我们了， អញ្ចឹងចិត្តរបស់យើងមួយនេះត្រូវតែច្បាស់លាស់ទាំងអស់គ្នា 所以我们自己的心也要清楚。 អញ្ចឹងគ្រប់ពេលវេលាដែលយើងធ្វើការបម្រើព្រះយើងគួរតែគិតហើយពិចារណាចេញមក 我们每一次的服侍，我们都要思考， យើងគួរធ្វើបែបម៉េច 说我要怎么做。 សូមមកព្រះគម្ពីរមួយ 我们看个经节， ធីម៉ូថេខ្សែទី2ចំពោះ2ខទី15 提摩太后书2章15节。 ព្រះគម្ពីរធីម៉ូថេខ្សែទី2ចំពោះ2ខទី15 提摩太后书2章15节。 ព្រះគម្ពីរធីម៉ូថេខ្សែទី2ចំពោះ2ខទី15 提摩太后书2章15节， ខ្ញុំអានឲ្យ 我来读。 ចូលខំប្រឹងនិងខ្វាច់ខ្លួនដល់ព្រះទុកជាមនុស្សដែលបានបងលោជាប់ហើយជាអ្នកធ្វើការដែលមិនត្រូវខ្មាស់ឡើយដោយកាត់ស្រ័យព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ 15节，你当竭力在神面前得蒙喜悦，做无愧的工人，按着正义分解真理的道。 ពលថាអញ្ចេះ 保罗这样说： ក្នុងនាមយើងគឺជាអ្នកធ្វើការបម្រើព្រះម្នាក់ 作为一个服侍神的工人， ឬក្នុងនាមយើងមានឱកាសបានចូលមកធ្វើការងារបម្រើព្រះជាមួយគ្នា 或是作为一个可以一起来同工的人， ចូលយើងខំប្រឹងខ្វាច់ខ្លួនដល់ព្រះ 我们要努力的将自己献上， ដូចជាមនុស្សដែលបានบอกមានថាយើងគឺជាមនុស្សដែលមានឱកាសបានធ្វើការងារបម្រើព្រះហើយ 作为一个已经出来服侍神的人。 អញ្ចឹងនៅពេលយើងបំផុតធ្វើការបម្រើព្រះនឹងបងប្អូនគ្នា 当我们弟兄姐妹们，当我们在服侍神的时候， យើងកុំឲ្យមានភាពខ្មាស់អ៊ីនអី 我们不要有羞耻的这种感觉。 តាក់ទងជាមួយនឹងព្រះបន្ទូលព្រះដូចគ្នា 关于这个道理， ក្នុងនាមយើងជាអ្នកដឹកនាំម្នាក់ 我们带领人， អញ្ចឹងយើងត្រូវដឹង 我们作为一个带领的人，我们要知道 ចំពោះព្រះបន្ទូលរបស់ព្រះ 神的道理。 តើខ្ញុំជាមួយនឹងព្រះបន្ទូលតើទំនាក់ទំនងយ៉ាងម៉េចវិញ 我跟这个道理是什么关系？ ក្នុងនាមយើងបង្រៀនព្រះបន្ទូលទៅកាន់បងប្អូនរបស់យើងដែលជាអ្នកជឿ 我们作为一个教导弟兄姐妹们这个道理的人， តើយើងគួរនិយាយបង្រៀនគេយ៉ាងម៉េច 我们要怎么样教导他们呢？ ពលបានប្រាប់យើងថាចេះ 保
保罗这样告诉我们， ឲ្យយើងកាត់ស្រ័យព្រះបន្ទូលនៃសតិពិតយ៉ាងត្រឹមត្រូវ 让我们要按正义来分解真理。 អញ្ចឹងយើងពេលខ្លះការបកស្រាយព្រះបន្ទូលក៏ដោយ 有时候我们在分解这个道理呢， ការចែកចាយព្រះបន្ទូលបង្រៀនទៅកាន់គេក៏ដោយ 我们在分享、在教导别人道理的时候， អ្នកត្រូវច្បាស់លាស់មុនដែលអ្នកនិយាយបង្រៀនទៅដល់គេ 我们自己要先清楚，我们才来教导别人。 មួយទៀត 还有一点， អ្នកត្រូវមើលតាមស្ថានភាព 我们要看情况， ថាតម្រូវការពេលហ្នឹងយើងកំពុងធ្វើការបម្រើព្រះតែខ្ញុំគូនិយាយព្រះបន្ទូលបែបម៉េច 看看说需要什么，我如何来将这个道理讲出来。 អញ្ចឹងយើងមើលតាមស្ថានភាពបែបហ្នឹងចេញទៅ 我们按情况来分享这个道理， ហើយយើងមើលទៅតាមពេលវេលាគូព្រះបន្ទូលយ៉ាងម៉េចឲ្យស័ក្តិសមនឹងទីតាំងមួយនោះ 还要看时候，看是如何才适合那个地方。 អរគុណទៅដល់ព្រះ 感谢神。 ចំណុចទី 第二点， 2 នៅពេលដែលយើងធ្វើការងារបម្រើព្រះ 我们服侍神的时候， អ្នកគូតែមានផែនការរបស់អ្នក 我们要有计划。 អញ្ចឹងយើងខំប្រឹងប្រែងមែនទែនក្នុងការធ្វើការងារបម្រើព្រះ 我们在服侍神的时候，我们真的要努力。 យើងដឹងថាព្រះវិហាររៀបចំការងារនឹងឲ្យយើងធ្វើហើយហើយ 我们知道说教会已经安排我做这份工作了， ប៉ុន្តែសម្រាប់អ្នកខ្លួនឯងវិញ 但是自己呢， តើអ្នកមានគម្រោងផែនការយ៉ាងម៉េចចំពោះការងារមួយនេះ 我们这个工作，我们有什么样的安排？ ឲ្យមានមិនគូមិនឲ្យមិនមាននោះទេ 不可以没有计划的， ពីគូតែមាន 一定要有计划。 ដោយសារយើងមកឃើញថាជាមនុស្សម្នាក់ៗគឺយើងដឹងថាយើងគូធ្វើបែបម៉េចហើយហើយ 因为每个人都知道要做什么。 ប៉ុន្តែបើយើងគូខ្ញុំធ្វើបានតែប៉ុណ្ណឹងអត់ក្តីផ្សេងចប់ហើយ 我们想说我就做这样子啦，那剩下的就不用了。 ទីបានជាទៀមទីនៅពេលយើងធ្វើការបម្រើព្រះត្រូវតែមានផែនការរបស់យើងច្បាស់លាស់ 为什么我们在服侍神的时候要有清清楚楚的计划呢？ ឧទាហរណ៍ជាថ្ងៃនេះខ្ញុំចូលទៅតាមបណ្ដាខេត្ត 今天我到这个省份去了， ផែនការរបស់ខ្ញុំថ្ងៃហ្នឹងគូធ្វើរឿងអីខ្លះ 我的计划要做什么？ ថ្ងៃនេះខ្ញុំគូទៅទីតាំងណាខ្លះ 今天我要去哪几个地方？ ខ្ញុំគូធ្វើអីនៅម៉ោងនេះនៅពេលនេះ 我这个时间要做什么？这个时候要做什么？ យើងគិតហើយចាំយើងចេញទៅ 想好了之后再出去， ឬក៏យើងធ្វើជាបណ្ដើរតាមផ្លូវបណ្ដើរយើងអាចគិតមើលបណ្ដើរ 或是呢，我们边走路在路上，我们边上路在路上的时候边想。 អញ្ចឹងបើយើងអត់គិតអត់មានផែនការទៅដល់ទីនោះយើងគ្មានអីធ្វើទេ 如果说我们没有想，没有计划，到了那个地方没有什么可以做， យើងចំណាយពេលវេលាច្រើន 我们花了这么多时间， ចំណាយលុយចាក់សាំងច្រើន 我们花了加油的钱， ចំណាយកម្លាំងច្រើន 我们花了力气， អញ្ចឹងយើងត្រូវអត់ត្រឡប់មកវិញដោយមានអត្តន័យ 我们出去回来要有意义。 សូមមកព្រះគម្ពីរកិច្ចការជាមួយគ្នា 我们看《使徒行传》 ព្រះគម្ពីរកិច្ចការចំពោះទី16 16章 ខទី6ដល់ខទី10 6节到10节， ព្រះគម្ពីរកិច្ចការចំពោះទី16ខ6ដល់ខទី10 《使徒行传》16章6节到10节， ព្រះគម្ពីរកិច្ចការចំពោះទី16ខ6ដល់ខទី10 《使徒行传》16章6到10节， សូមអានជាមួយគ្នា 我们一起来读。 ខទី6 6节， ការបានដើរការស្រុកព្រីគាដែននិងដែនខេត្តកាឡាទីនោះព្រះវិញ្ញាណបរិសុទ្ធទ្រង់ខាត់មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេបានជានាំគ្នាចូលទៅឯស្រុកមីសៀវិញហើយខំចូលទៅក្នុងស្រុកប៊ីធូនីប៉ុន្តែព្រះវិញ្ញាណនៃព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេរួចគេដាក់ហួសពីស្រុកមីសៀចូលទៅឯត្រកអាវិញនៅយប់នោះប៉ុលបានឃើញក្នុងការជាស្ដែងជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ឆក់អង្វរគាត់ថាសូមអញ្ជើញឆ្លងមកជួយយើងខ្ញុំដែលនៅស្រុកម៉ាសេដូនីផងលោកគាត់បានឃើញការជាស្ដែងនោះរួចហើយនោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាមដោយយល់ឃើញថាព្រះអម្ចាស់ទ្រង់ហៅយើងឲ្យទៅផ្សាយដំណឹងដល់គេអាមែន 阿门。 ឆ្លងកាត់នៅទីនេះឲ្យបងប្អូនគ្នាបានមើលឃើញផែនការមួយរបស់ប៉ុល 透过这里，我们就看到保罗他有一个计划， ហើយក៏មានមិត្តភ័ក្តិរួមការងាររបស់គាត់ផ្សេងទៀត 也有他其他的同工，当时跟他在一起。
ในขณะข้อดอกเก็บานปราไปถ่ายยิงยังคือสำได้โลกลูกาจังโลกลูกาก็บานโจขนมการเงียกรมไปนองได้10节这里有说呢，我们，那这个我们呢，指的就是包含路加。那时候路加呢，在他们这一组里面， จังปกวดฝึกการเงียบบำราเปรีย 就是说他们呢在服侍神， ปกวดรวมจัดรวมกลุ่มนักเนียหายใหญ่ 他们同心同意的， ปกวดก็มีนแผนการประกอบได้ 他们也有计划的， ทางไงนี้ตีนี้ไงนี้มองนี้กูแต่หนาวิ่ง 他们有计划说这一天这个时候要去哪里， ให้เป้แต่จับตีตังมวยนั่งตากูบรรโตดำหน้าแต่หนาตีน 到这个地方之后要接着去哪里， จึงปกวดมันเม็ดเอามีนแผนการตี 他们不是没有计划， ปกวดมีนแผนการ 他们有计划的， ปัจจัยในขนมเรื่องนี้ 但是在这个事件里面， จังฉลองการโลกลูกาก็บานก็ตราต่อเซจิงมองกับมีนตุสนะใบเดเอาอย่างเมื่อคืน 透过路加写出来，我看到这里有3个点。 ตีมุ้ยคือเปรียบอย่างบทสดขวด 第一，圣灵禁止他们； ตีปีคือเปรียบเยียนระบอบไปสู้มันอนุญาต 第二，耶稣的灵不同意； ទី3ព្រះបានឲ្យប្រគេទៅឯស្រុកម៉ាស៊ីដូន 第三，神让他们去马其顿， ជាងមើលឃើញណា 看到没有？ ពួកគេដើមឡើយមានផែនការរបស់គេទៅហើយ 本来呢，他们都有计划的啦， ប៉ុន្តែពេលខ្លះផែនការដែលមនុស្សរៀបចំមិនប្រកាសថាព្រះជាផែនការព្រះនោះទេ 但是有的时候人安排的这个计划，不一定是神愿意人去做的事情。 តែពួកគាត់អញ្ចឹង 就像他们这样， ពួកគាត់មានផែនការ 他们做了一个计划， គេក៏មើលសំខាន់ផែនការដែលគេរៀបចំនឹងដែរ 他们也看重他们所做的那个计划。 ប៉ុន្តែយើងមើលឃើញចេះ 但是呢，我们看到这里这样说， នៅក្នុងការងារបម្រើព្រះ 这里告诉我们说，在服侍神的工作里， ដូចខ្ញុំនិយាយមកអញ្ចឹង 就像我刚刚讲的， គេមានផែនការរបស់ពួកគេ 他们有自己的计划， ប៉ុន្តែមិនប្រកាសថាផែនការមួយនឹងព្រះចង់បាននោះទេ 但是呢，他们所做的计划不一定是神要的计划。 ដូចយើងអញ្ចឹងដូចគ្នា 我们也是一样， មិនមែនមិនឲ្យយើងចង់និយាយថាមិនមែនឲ្យយើងអត់ផែនការនោះទេ 并不是叫我们说不要有计划， យើងគួរតែមានផែនការ 我们应该要有计划才对。 អេខ្ញុំមានផែនការចូលមកខ្ញុំក៏មិនធ្វើដឹងថាព្រះត្រូវការមិនត្រូវការរបស់ខ្ញុំទៅ 我们有计划，那我们怎么知道神要不要我这个计划呢？ ព្រះវិហាររៀបចំខ្ញុំដឹងខ្ញុំស្ម័គ្រចិត្តធ្វើ 教会安排给我，我知道啦，我也愿意做呀。 ហ្វមកខ្ញុំដឹងថាព្រះវិញ្ញាណឬក៏ព្រះមិនត្រូវការឲ្យខ្ញុំធ្វើទៅរឿងហ្នឹង 那我怎么知道教会或是圣灵有没有真的让我去做呢？ អ្នកទៅគិតឲ្យអធិដ្ឋានចេញមក 你要去思考，并且要去祷告， ដោយសារនៅក្នុងខទី6 因为6节这里说， អញ្ចឹងពួកគេបានធ្វើដំណើរទៅដាក់កាត់ស្រុកពីគេដូចជាខេត្តកាឡាទី 说他们去了他们经过了加拉太， អញ្ចឹងព្រះវិញ្ញាណបរិសុទ្ធនេះទ្រង់ខាត់តែមិនឲ្យផ្សាយដំណឹងឲ្យនៅស្រុកអាស៊ីទេ 在这时候圣灵禁止他们，不让他们在亚细亚讲道。 ឃើញណាគោលដៅពួកគេនៅនឹងផ្សាយដំណឹងល្អ 他们的目的是要在那一边传道理， ប៉ុន្តែព្រះវិញ្ញាណខាត់ហាមមិនឲ្យផ្សាយនៅទីហ្នឹងទេ 但是圣灵却禁止他们，不让他们在那里讲道。 អញ្ចឹងគឺគេក៏មិនមែនតែមួយកន្លែងតែគេបន្តទៅកន្លែងផ្សេងទៀត 他们呢，不是说在一个地方就这样待着，没有他们继续往前走。 អញ្ចឹងគឺគេទៅដល់ស្រុកស្រុកមីស៊ីហើយគេខំប្រឹងចូលទៅស្រុកប៊ីធូនីទៀត 他们呢，赶快，他们就经过了美西亚，并且呢，想要去比推尼。 ប៉ុន្តែនៅពេលបងប្អូនឃើញណាព្រះវិញ្ញាណរបស់ព្រះយេស៊ូវនេះមិនអនុញ្ញាតឲ្យចូលទៅទី 但是呢，我们看这里告诉我们说什么呢？说耶稣的灵不许他们去。 គឺចាប់ផ្ដើមមើលឃើញតាមពិតព្រះមានបំណងរបស់ព្រះចេញមកហើយ 但在这里我们就可以知道啦，确实神的这个旨意已经出来了， ព្រះចាប់ផ្ដើមកែប្រែផែនការរបស់ពួកគេចេញមកហើយ 神已经开始在改变他们的计划啦。 អញ្ចឹងនៅពេលព្រះធ្វើបែបហ្នឹងទៅលើពួកគេតើពួកគេគួរធ្វើយ៉ាងម៉េចស្ដាប់តាមឬក៏មិនស្ដាប់តាម 当神在这样子对他们的时候，他们是顺从神还是不顺从呢？ តើពេលហ្នឹងពួកគេស្ម័គ្រចិត្តធ្វើតាមគម្រោងការរបស់ព្រះក៏ធ្វើតាមគម្រោងការរបស់ខ្លួនឯងទៀត 那时候他们是随着自己的计划去做，还是按着神的心意去做呢？ អញ្ចឹងនៅក្នុងខទី9 第9节， អញ្ចឹងនៅពេលយប់ 在夜里， អញ្ចឹងប៉លក៏បានមើលឃើញការជាស្ដែងមួយ 保罗就看到了异象了。 គឺគាត់បានមើលឃើញមនុស្សមកពីស្រុកម៉ាសេដូនកំពុងឈរអង្វរគាត់ 他见到一个马其顿人站着向他求，
សូមអញ្ជើញពួកគាត់ឲ្យទៅដល់ស្រុកម៉ាសេដូនផ្សាយដំណឹងល្អឲ្យពួកគេស្ដាប់ផង 请他到马其顿来讲福音给他们听。 យើងមកឃើញហើយ 我们看到了， នៅក្នុងផែនការរបស់ពួកគេក៏មានព្រះនៅក្នុងនឹងដែរ 他们有计划，神也与他们同在。 ប៉ុន្តែពេលនេះគឺពួកគេធ្វើតាមផែនការរបស់ព្រះវិញ 他们呢愿意顺着神的计划去做， มันធម្មតាទេមើល 这是不容易的。 ឆ្លងកាត់ការចេះស្ដែងមួយនេះ 透过这个意象， ធ្វើឲ្យប៉ុល 那保罗呢 គាត់ដឹងច្បាស់ហ្មង 就很清楚的知道了。 ដល់ពេលចឹងនេះលោកលោកកាថាម៉េចនោះយើងក៏រកឱកាសទៅឯស្រុកម៉ាស៊ីដូនភ្លាម 之后呢，路加是怎么说的？他说呢，他们就立刻前往马其顿去。 គេគិតថាចេះ 我们这样想， ផាជាព្រះមានបំណងឲ្យពួកគេទៅទីនោះផ្សាយដំណឹងល្អហើយយ៉ាងមើលទៅ 那时候他们就这样去想说，也许神就是要他们去传福音， ឆ្កាពិតមែនព្រះចង់ឲ្យពួកគេ 确实是这样 ទៅដល់ទីនោះ 神确实要让他们到那里去， កំពុងមានមនុស្សត្រូវការនៅដំណឹងល្អ 因为有人需要那份福音， ត្រូវការដំណឹងល្អដែលត្រូវឲ្យពួកគេផ្សាយទៅឲ្យពួកស្រុកម៉ាស៊ីដូនមួយនោះ 需要他们到马其顿那里去传福音。 អញ្ចឹងទៅផ្សាយដំណឹងល្អតែដំណឹងល្អគួរតែនិយាយយ៉ាងម៉េចផ្សាយទៅឲ្យគេទៅ 传这个福音呢，要讲一些什么给他们呢？ ប្រកាសណាស់ផ្សាយពីព្រះស៊ូប្រាប់គេហើយ 那肯定啊，耶稣他们想要传、需要去传的，耶稣告诉了他们啊， ដូចពួកយើងអញ្ចឹង 就像我们一样。 ពេលខ្លះយើងធ្វើការងារបម្រើព្រះ 有时候我们服侍神， ប៉ុន្តែពេលខ្លះគម្រោងការដែលយើងធ្វើចេញមកមិនគាត់តែព្រះចង់បានទី 有时候我们所做的这个安排、计划，不一定是神要的。 បើសិនជាគម្រោងការយើងធ្វើទៅព្រះចង់បានគ្រប់គ្រងគម្រោងការរបស់យើងដែរ 如果我们所做的计划我们做出来了，神愿意，神就会支持我们。 ប្រកាសណាស់ទីតាំងដែលយើងចូលធ្វើចូលទៅធ្វើការងារដែលយើងធ្វើប្រកាសនឹងមានទីសម្គាល់ការអស្ចារ្យកាត់ឡើងហ្មង 我们做的事情，我们去的那个地方，肯定会有神迹奇事。 ពេលខ្លះយើងធ្វើការបម្រើព្រះ 有时候我们服侍神， ប៉ុន្តែវាអត់មានអីធ្វើការរិកាមកវិញមានការអស្ចារ្យយ៉ាងម៉េចមានទីសម្គាល់យ៉ាងម៉េចកាត់ឡើងយើងអត់ដែលមានចេញមកសោះ 但我们做完的事情，有的时候没有什么样的神迹奇事的。 ពេលខ្លះយើងកិន 我们会想， ដូចពួកគេអញ្ចឹង 就像他们一样， ឆ្លងកាត់ព្រះដឹកនាំពួកគេ 透过神带领他们。 ពេលគេធ្វើការងារបម្រើព្រះបែបហ្នឹងចប់មកហើយ 他们做服侍神的工作，这样做完了之后， អញ្ចឹងខាងក្រោយតើមានរឿងអីកាត់ឡើងចេញមកអញ្ចឹង 之后呢，有什么发生吗？ ទីបន្ទាល់ការអស្ចារ្យ 有神迹奇事见证。 ធ្វើការងារបម្រើព្រះក៏បែបនេះ 服侍神就是这样， យើងត្រូវតែមានផែនការរបស់យើង 我们一定要有自己的计划。 មានផែនការហើយយើងមិនដឹងមែនថាព្រះត្រូវការឬកុំត្រូវការយើងអធិដ្ឋានសុំព្រះសិន 我们做完了计划之后，我们要祷告向神求，看神要不要我们这样做。 សូមមើលព្រះគម្ពីរសុភាសិត 我们看箴言 ចំពោះទី16 16章ខ3 3节， ព្រះគម្ពីរសុភាសិតចំពោះទី16ខទី3箴言16章3节， ព្រះគម្ពីរសុភាសិតចំពោះទី16ខទី3箴言16章3节， អានជាមួយគ្នា 我们一起来读。 ចូលទុកដាក់អស់ទាំងការ 所 ឯង 以你所要， នៅនឹងព្រះយេហូវ៉ា 所 ចោះ 以你 នោះ 所 អស់ 做 ទាំង 的 គំនិត 要 របស់ 交 ឯង 托 នឹង 耶 បាន 和 សម្រេ 华， ច 你所谋的就必成立。 អាមែន 阿门。 អញ្ចឹងឆ្លងកាត់ខំពីមួយនេះឲ្យពួកយើងបានដឹងថាអញ្ចឹង 透过这个经节，让我们知道了 គម្រោងការការងារដែលយើងមានដែលយើងចង់ធ្វើ 我们想要做的这个计划， អញ្ចឹងយើងគួរតែបកគលឲ្យព្រះទៅ 我们要交托于神， កុំនៅបន្តធ្វើតាមគំនិតខ្លួនឯងទៀតអី 不要是继续做自己心里想做的。 ឬក៏គម្រោងការដែលយើងធ្វើទៅគ្មានប្រសិទ្ធភាពសោះអញ្ចឹងយើងកុំនៅបន្តធ្វើតាមគម្រោងការរបស់យើងទៀតអី 如果我们的计划做下去没有什么果效，我们就不要继续按着自己的想法去做。 ក្នុងនាមយើងជាអ្នកធ្វើការបម្រើព្រះម្នាក់ 我们作为一个服侍神的人， ការយកអធិដ្ឋានសូមឲ្យព្រះបណ្ដឹកនាំយើងពិតជាសំខាន់ណាស់រឿងនេះ 祷告求神带领是一个非常重要的工作。 សំខាន់គ្រប់គ្នាពិតជាអធិដ្ឋានមែន 祷告是很重要的， យើងចេះហើយ 我们会了。 ប៉ុន្តែរកពេលវេលាដែលយើងអធិដ្ឋានបែបមិញទៅកាន់ព្រះ 但是我们祷告是怎么向神祷告呢？ ពេលខ្លះយើងការងារបម្រើព្រះដែលយើងធ្វើ 有的时候我们服侍神的工作， ទីតាំងដែលយើងចុះទៅ 我
我们去的地方。 បើសិនជាគម្រោងការរបស់ព្រះឲ្យយើងចុះទៅមែន 如果神的计划是让我们去，没有错， ហើយយើងធ្វើតាមគម្រោងការរបស់ព្រះមែន 并且我们做的是按着神计划来做的， ប្រកាសណាស់នឹងមានផែនការល្អៗកើតឡើងចេញមកហើយ 那肯定就会有很好的计划发生了。 ប៉ុន្តែបើយើងគិតខំធ្វើហើយធ្វើទៀតប៉ុន្តែបញ្ហាកើតឡើងមកផ្ទូនតែម្ដងក៏មាន 如果说我们想好了、做好了计划，但是呢，问题一个一个接着一个的这样子 អញ្ចឹងអ្នកគិតអញ្ចឹង 冒出来，那我们就这样想。 តែខ្ញុំមានបានប្រកបផែនការមួយនេះឲ្យព្រះដឹកនាំដែរឬក៏អត់ 我们问自己说：我有没有将我的这个计划交托于神呢？ អ្នកគិតបែបនេះ 不要这样想。 ចំណុចទី3 第三点， នៅពេលដែលយើងខំប្រឹងប្រែងធ្វើការងារបម្រើព្រះ 我们努力服侍神的时候， យើងគិតអញ្ចឹង 我们要这样想： ថេបជាព្រះថេបជាអំណាចរបស់ព្រះមិនឆ្លងកាត់យើងចេញមកអញ្ចឹង 为什么神的能力没有透过我们彰显出来呢？ ថេបអញ្ចឹង 为什么没有呢？ យើងធ្វើការងារបម្រើត្រង់ 我在服侍神呀， ប៉ុន្តែពេលខ្លះព្រះមិនបានឆ្លងកាត់អ្នកបង្ហាញអំណាចត្រង់ចេញមកនោះទេ 但有的时候神并没有透过我们来彰显他的能力。 សួរថាហេតុអ្វី 为什么？ យើងនឹងព្រះមិនបានដាច់ពីគ្នានោះទេ 我们跟神并没有分开来的， អត់មានទេ 没有。 ព្រះគង់នៅជាមួយយើង 神与我们同在， ព្រះនៅក្នុងយើង 神在我们里面。 ប៉ុន្តែនៅពេលដែលអ្នកធ្វើការងារបម្រើព្រះ 但是我们服侍神的时候， ហេតុអ្វីជាអត់មានអំណាចព្រះឆ្លងកាត់អ្នកចេញមកអញ្ចឹង 为什么神的能力没有透过我们彰显出来呢？ អញ្ចឹងពេលនឹងហើយដែលអ្នកគួរតែគិត 如果遇到这样的时候，我们就要去思考了， ដោយសាររឿងនេះនៅក្នុងចំនួនព្រះសូរក៏មានការកាត់ឡើងដែរ 因为呢，也有这样发生过的， វាអាចក៏កាត់ឡើងក្នុងចំនួនពួកយើងដូចគ្នា 在我们当中也有发生过的。 សូមមកព្រះគម្ពីរមួយ 我们看个经节， ម៉ាថាយចំពោះ 马太福音10章10ខ1 1节， ម៉ាថាយចំពោះ10ខ1 马太福音10章1节， ព្រះគម្ពីរម៉ាថាយចំពោះ10ខ1 马太福音10章1节。 ចឹងខគម្ពីរមួយគឺជាខគម្ពីរមួយដើមឡើយដែលយើងគួរតែដឹងខគម្ពីរនឹងហើយ 这个经节呢，我们应该早就熟悉的了。 ជាងមកឃើញទៅនៅពេលដែលព្រះស៊ូទ្រង់ហៅពុទ្ធសិស្សទាំង12នាក់ឲ្យមក 那时候耶稣招了12个门徒来， បងប្អូនមើលឃើញទេព្រះស៊ូបានប្រទានឲ្យពួកគេមាននៅអំណាច 我们看到耶稣给了他们权柄， ដេញរយៈចេញ 让他们可以赶鬼， ប្រោះជំងឺឲ្យជា 并且让他们可以医治疾病。 ព្រះស៊ូរើសសាវកចេញមកព្រះស៊ូក៏ប្រទានអំណាចរបស់ទ្រង់ឲ្យគេដែរ 耶稣选了门徒，并且呢将权柄赐给他们。 ហើយនៅពេលពុទ្ធសិស្សទទួលបាននៅព្រះវិញ្ញាណបរិសុទ្ធទាន 当门徒们受了圣灵之后， អញ្ចឹងពួកគេក៏ទទួលបានអំណាចពីព្រះវិញ្ញាណបរិសុទ្ធចេញមកបន្ថែមទៀត 他们呢更加的是得着了圣灵的权柄、 ពួកយើងដូចគ្នា 圣灵的能力。我 ព្រះ 们 ក៏បាន 也 ប្រ 是一 ទាន 样的， អំណាចឲ្យអ្នកដែរ 神也有给我们能力， ឆ្លងការព្រះវិញ្ញាណបរិសុទ្ធដែលព្រះបានប្រទានឲ្យអ្នក 透过圣灵，神给了我们能力。 យើងតែខកអឋានសូមបន្ថែមទៀតសូមព្រះចាក់បំពេញឲ្យយើងមានមិនចឹងទៅ 我们要求神将圣灵充满我们， ប៉ុន្តែមានពេលខ្លះ 但有的时候 នៅពេលយើងជួបបញ្ហា 我们遇到困难了， តែបើជាយើងដោះស្រាយបញ្ហានឹងមិនចេញបែបនេះ 我们遇到问题，我们没有办法处理问题。 មើលខគម្ពីរម៉ាថាយដដែល 为什么呢 ចំពោះ17 我们看马太福音12章， 17 17章， ម៉ាថាយចំពោះទី17 马太福音17章 ខ14ដល់ខទី16 16节到14节到16节， ព្រះគម្ពីរម៉ាថាយចំពោះ17ខ14ដល់ខទី16 马太福音17章14节到16节。 អញ្ចឹងនៅទីនេះគឺមានឪពុកម្នាក់ 这个地方有一个爸爸的， អញ្ចឹងគាត់បានលុតជង្គង់នៅចំពោះមុខព្រះស៊ូតែម្ដង 这个做父亲的到耶稣面前来跪下来， អញ្ចឹងគាត់កំពុងសុំអង្វរឲ្យព្រះស៊ូនេះមេត្តាជួយប្រកបមកគាត់ឲ្យជាពីជំងឺ 求耶稣医他孩子的病， ដោយសារគាត់ថាចេះគាត់មកគាត់មានជំងឺឆ្កួតជ្រូក 因为呢他孩子患了癫痫， គាត់ថាកូនខ្ញុំវេទនាណាស់ 他跟耶稣说他的孩子很苦， អញ្ចឹងគាត់ចាប់ផ្ដើមប្រាប់ហេតុការណ៍គាត់មកគាត់ប្រាប់ទៅដល់ព្រះស៊ូ 他将他孩子的事情告诉了耶稣。 ប៉ុន្តែឪពុកបាននិយាយថាចេះ 但是这个爸爸是这样说的： ទូបង្គំនេះបាននាំកូនរបស់ទូបង្គំមកឲ្យពុទ្ធសិស្សទ្រង់ជួយព្យាបាលដែរគេមើលមិនបានជាទេ 他
他跟你主耶稣说：“我带我的孩子到你门徒那里，但是他们却不能医治他。” ខ្ញុំសង្ឃឹមថាពួកសិស្សទ្រង់អាចព្យាបាលកូនខ្ញុំឲ្យជា 那时候那个爸爸的心情就是说呢，我是希望说主耶稣的门徒呢可以医我的孩子。 ប៉ុន្តែពួកគាត់នឹងគឺជាសិស្សទ្រង់តើថៃបានជាមិនអាចព្យាបាលជាអញ្ចឹង 为什么你的门徒呢没有办法医我的孩子呢？ អញ្ចឹងយើងគិតសិន 我们想想看， អញ្ចឹងពាក្យនេះចេញពីឪពុកម្នាក់នឹង 做一个爸爸讲这样子的话出来， ពួកសិស្សមិនអាចដេញឬក៏មិនអាចប្រោះជំងឺនេះជាបានទេ 说什么呢？说门徒没有能力可以医这个病， ប៉ុន្តែព្រះស៊ូវបាន 但是耶稣可以。 គេហៅក្នុងព្រះនាមព្រះស៊ូវប្រោះជំងឺដែលរាក់ក៏ដេញមិនចេញឬក៏ប្រោះមិនជា 他们奉耶稣的名没有办法把鬼赶出去，没有办法医人的病， អេមិនចឹងណោះ 为什么会这样呢？ យើងគិតសិន 想想看， ក្រែងខ្ញុំជាអ្នកធ្វើការបម្រើព្រះស៊ូវហើយ 我们是一个服侍主耶稣的人呀， ចុំពីមុនធ្លាប់ដេញចេញប្រោះជាប្រោះជំងឺបានចុះពេលហ្នឹងមិនចឹងណោះ 为什么以前可以医病可以赶鬼，现在变成这样子呢？ ខ្ញុំបានហៅក្នុងព្រះនាមព្រះស៊ូវដេញទៀតមើលដេញចេញទៀតប្រោះមិនជាទៀតមើល 我奉耶稣的名没有办法医治，也没有办法赶鬼， អញ្ចឹងយើងគូគិតពិចារណា 那时候就要思考了， គិតពិចារណាគឺខ្លួនឯងនឹងហើយ 要审查自己啦， ថៃបានអញ្ចឹង 为什么会这样？ ពេលនោះយើងខំដែរយើងខំប្រឹងណាយើងខំប្រឹងប៉ុន្តែវាមិនអាចដោះស្រាយបានសោះបញ្ហាហ្នឹង 这么努力的，我这么努力的，为什么这个问题还是处理不了？ អញ្ចឹងខ្ញុំនិយាយរឿងមួយចោះ 我讲一件事情， មានលើកមួយនៅពេលដែលបងប្រុសរបស់ខ្ញុំទៅបានអរិយចូលគាត់ 有一次我的哥哥被鬼附着， អញ្ចឹងនៅពេលខ្ញុំព្យាយាមជាងរៀងបងនេះព្រះបន្ទូអឋានគឺខំប្រឹងមែនតែនមកពេលនោះ 我那时候很努力的唱诗，我祷告， មានរាប់ថាចំអឋានអរិយមិនចេញទៀតវៃ 想说怎么这个鬼都不出去， គិតហើយគិតទីថៃមិនអញ្ចឹងណោះ 在想心里一直想说怎么会这样呢？ ពីមុនមិនអញ្ចឹងទេ 以前不是这样子的呀 ពី。មុនគាត់ជាងរៀងហើយហៅក្នុងព្រះស៊ូដេញចេញមកពេលនោះ 以前呢，光唱诗之后，奉耶稣的名就把鬼赶出去了。 ប៉ុន្តែពេលនោះដេញចេញមែន 但是那一次怎么都赶不出去。 ហើយអឋានប្រឹងដែរពេលប្រឹងដែរពេលនោះ 祷告的时候真的是很努力的祷告， ពឹងលើព្រះស៊ូដែរប៉ុន្តែមានអារម្មណ៍ថាដោះស្រាយបញ្ហាបានសោះ 也是奉耶稣的名啊。但是那一次就是觉得怎么样都没有办法处理那个问题。 អញ្ចឹងពេលខ្ញុំបានយករឿងនេះប្រាប់ទៅដល់អ្នកធ្វើការបម្រើព្រះផ្សេងម្នាក់ទៀត 之后呢，我就将这件事情告诉了其他的同工， ហើយគាត់ប្រាប់ថាអ្នកឯងគួរតែគិតពិចារណាថៃបានអញ្ចឹង 他们就给我说你要去思考、去审查，看为什么会这样。 ដូចពុទ្ធសិស្សអញ្ចឹងណា 就像门徒们一样， ថៃបានចាប់ពុទ្ធថាជាខ្ញុំនាំកូនខ្ញុំមកឲ្យជួយហើយហ្នឹង 就像这个做爸爸的一样，我都把我孩子带来了，让你们帮我了，怎么会这样？ ប៉ុន្តែពុទ្ធសិស្សត្រង់មិនជួយដេញបានសមមើមិនជួយប្រោះជាសម 那 មើ 为什么主的门徒没有办法把这个鬼赶出去，没有办法医他呢？ គាត់ជាមានបញ្ហា 肯定就是有问题了。 ពុទ្ធសិស្សធ្វើមកបានព្រះស៊ូធ្វើបាននៅពេលនោះ 门徒们做不到的事情，耶稣能做得到。 ដល់ពេលខ19ដល់21 19节到21节那里说了， អញ្ចឹងពុទ្ធសិស្សគេចាប់ផ្ដើមនាំព្រះស៊ូទៅស្ងាត់ស្ងាត់ដោយឡែកពីគេហើយ 那之后门徒们他们就暗暗的到耶稣跟前了， ដូចមានអារម្មណ៍ដូចមិនសូវសមសោះហើយ 就觉得好像不应该是这样的， មិនក៏អញ្ចឹងណោះ 怎么会这样呢？ អញ្ចឹងគឺគេដូចមានអារម្មណ៍ថាដូចអ៊ីនខ្មាស់ខ្មាស់មិនអញ្ចឹងណា 他们类似好像有点不好意思这样， អញ្ចឹងពួកគេបានទៅសួរព្រះស៊ូស្ងាត់ស្ងាត់នៅដល់ឡែកពីគេ 就暗暗的私下的问了耶稣了， គេថាព្រះស៊ូធ្វើមកជាពួកយើងមិនអាចធ្វើបានអញ្ចឹងការងារហ្នឹង 问主耶稣说我们为什么没有办法做这样的事情呢？ អារៈហ្នឹងយើងដេញអញ្ចឹង 为什么那个鬼赶不出来呢？ អញ្ចឹងហៅក្នុងព្រះនាមព្រះស៊ូឯងដេញអញ្ចឹងទៀតមើល 我都奉耶稣的名了，为什么还是赶不出来？ អូបញ្ហាមក 那问题就来了， ហៅព្រះនាមព្រះស៊ូហើយពឹងព្រះស៊ូឲ្យដេញមិនចេញទៀត 靠耶稣奉耶稣的名赶不掉。 អញ្ចឹងព្រះស៊ូប្រាប់គេ 那耶 ចម្លើ 稣 យ 就告诉他们，耶稣的答案呢就在这里了， គឺមានពីរចម្លើយ 有两个答案 មូលហេតុ 原因。 សេចក្តីជំនឿតូច 第一个原因呢，就是信心很小。 យើងមានសេចក្តីជំនឿតិចពីណាគេដឹង 我们的信心小，谁能知道？ យើងមានជំនឿចិត្តធំជំនឿចិត្តខ្លាំងពីណាគេដឹង 我们的信心很大，又有谁能知道？ គិតមើលមើល 想想看， យើងឆ្លើយថាព្រះដឹងត្រូវ 耶稣我们会说，那神肯定知道，确实没有错，神是知道的。
ប៉ុន្តែក្រៅពីព្រះហើយតើមានពីណាដឹងទីន但是除了神，有谁能知道呢？ យើងគិតមើល 我们自己想想看。 ពួកគេមានដើមឡើយគឺគេដើរតាមព្រះយេស៊ូវហើយ 一开始我们看到他们确实是跟从耶稣的， ពួកគេមានអំណាចដែលព្រះយេស៊ូវផ្ដល់ឲ្យហើយ 耶稣给他们权柄，他们是有的， តែពេលខ្លះ 但有的时候 វាអាចនឹងកើតឡើង 会发生这样的事情的， វានៅលើពួកគេ 发生在他们身上的， ព្រះយេស៊ូវថាពួកគេមានជំនឿចិត្តតិចពេក 就是耶稣说的，他们的信心太小了。 ព្រះយេស៊ូវបើមានជំនឿចិត្តខ្លាំងអ្នកដេញចេញហើយអ្នកហ្នឹង 耶稣告诉他们，如果你的信心够大，你就可以赶得出去。 ទី 第二， 2 តមអាហារ 要他们进食。 ព្រះយេស៊ូវថាអរិយបែបហ្នឹងតតែអឋានហើយតមអាហារទៅដេញចេញ 耶稣说呢，像这一类的鬼，一定要进食祷告，才可以赶得出去。 ពេលខ្លះយើងជួបបញ្ហាអូខំប្រឹងប្រែងអឋានមែនតើហ្មង 有的时候我们遇到问题，我们努力的祷告， ប៉ុន្តែអឋានដូចជាមិនអាចដោះស្រាយបានសោះរឿងនោះ 祷告了之后，好像这个事情也处理不了。 អេមិនចឹងណោះ 哎，怎么会这样子呢？ ខ្ញុំខំប្រឹងណាស់ណា 我已经这么努力了， មិនក៏ព្រះមិនជួយចឹងវិញ 为什么这么努力都没有什么帮得上的？ អានេះគឺជាការវឹកហាត់មួយខាងវិញ្ញាណរបស់អ្នក 就是说我们属灵上需要经过的一个操练， ការវឹកហាត់បង្រៀនខាងវិញ្ញាណរបស់អ្នក 就是我们的灵，我们属灵的生命要操练。 ជាការពិត 真的， ពេលខ្លះតើយើងទំនាក់ទំនងយើងជាមួយនឹងព្រះពេលនេះតើយើងមានប៉ុណ្ណា 我们现在跟神之间的关系是如何的？ យើងគិតមើលសិនណា 我们想想看呀， យើងគិតយ៉ាងម៉េចទើបឲ្យយើងកាន់តែមានជំនឿចិត្តជាមួយនឹងព្រះ 我们要怎么样才能够对神更加的有信心呢？ អញ្ចឹងការដាក់អឋានតមអាហារ 我们祷告，我们进食， យើងតែងតែសូមព្រះជួយយើងនេះរឿងនោះជួយបំពេញឲ្យយើង 我们会在祷告中求神这，求神那，求神帮我们。 អញ្ចឹងការឋានតមអាហារដូចគ្នាគឺយើងគិតអំពីភាពខ្វះខាតខ្លួនឯងនៅចំពោះមុខព្រះ 我们在进食祷告的时候，我们要去思考我们的欠缺，我们的不足。 មិនមែនយើងសូមតែព្រះជួយយើងតែប៉ុណ្ណឹងទេអ្នកនរគ្នា 我们不是说祷告就一直求神帮我们，一直求神帮我们。 អ្នកត្រូវគិតថាចេះអូតើពេលនឹងខ្ញុំយ៉ាងម៉េចវិញតើខ្ញុំរីកចម្រើននៅឬក៏ខ្ញុំខ្វះខាត 我们在祷告的时候，其实我们要去思考，说我是不是有欠缺，是不是有成长了？ តើខ្ញុំមានលក្ខខណ្ឌកន្លែងណាដែលខ្វះខាតបានជាព្រះមិនឆ្លងកាត់ខ្ញុំអញ្ចឹង 我们是不是哪里有不足，所以神呢，他不透过我们来做这件事情？ អញ្ចឹងយើងគិតមើលមែន 我们要仔细的去想，确实是这样，没有？ បញ្ហាច្រើនដែលកើតឡើងនៅចំពោះយើងនៅពេលធ្វើការបម្រើព្រះ 我们在服侍神的时候，有很多的问题它发生了， យើងព្យាយាមដោះស្រាយមិនចេញ 我们努力的去处理它，但处理不出来。 ប៉ុន្តែពេលខ្លះអញ្ចឹង 但有的时候是这样的， ខ្លាចថានៅពេលដែលយើងដឹងរឿងនឹងកើតឡើងហើយ 当我们知道那个事情发生了， ប៉ុន្តែយើងមិនសូវមើលសំខាន់វា 但我们却没有看重那件事情， គឺថាអីទេ 就心里想说啊，那个没事的， រឿងហ្នឹងថ្ងៃណាមួយវានឹងកន្លងផុតហើយ 那件事情呢，有一天就会过了。 លើកហ្នឹងដោះស្រាយមិនបានអ្នកក្រៅគេមកគេដោះស្រាយបានណាមិនអីទេ 啊，这件事情我处理不了，后面会有人来处理的，没事的。 វាអាចអញ្ចឹង 有的时候我们会有这样子的想法， ពេលខ្លះព្រះមិនឆ្លងកាត់គេមិនឆ្លងកាត់អ្នកឆ្លងកាត់អ្នកផ្សេងក៏មាន 有的时候神没有透过你，神透过别人也会有的。 ប៉ុន្តែពេលខ្លះព្រះឆ្លងកាត់អ្នកដែរចេញអំណាចរបស់ទ្រង់ចេញមកដែរ 那有的时候神确实就是透过你彰显他的能力出来。 ប៉ុន្តែពេលខ្លះវាមិនមែនដោយសារអ្នកមិនមែនដោយសារយើងទេ 神透过我们彰显能力出来，并不是因为我们怎么样怎么样 ពេលខ្លះ 才去 ព្រះ 做的 មានសេចក្តីមេត្តាករុណាអាណិតមកលើអ្នកទេមកលើយើងទេ 有时候是因为神怜悯我们，所以才透过我们彰显他的能力。 អរគុណទៅដល់ព្រះ 感谢神。 អញ្ចឹងឆ្លងកាត់យប់នេះអ្វីដែលយើងបានស្ដាប់ជាមួយគ្នា 尽管我们一起来听到的这个道理， ធ្វើការងារបម្រើព្រះយើងគួរតែមានការគិតពិចារណា 我们在服侍神的时候，我们要有做思考， យើងបម្រើយ៉ាងម៉េចទើបស័ក្តិសម 我们要如何服侍才合宜。 សំខាន់ទៅធ្វើការបម្រើព្រះកុំឲ្យធ្វើតាមបំណងចិត្តខ្លួនឯងអី 重要的是我们服侍的时候，不要随心所欲的去做。 ទោះបីជាព្រះសូរតាំងពីដើមខ្ញុំមិនឃើញព្រះសូរតាំងពីដើមមកដល់ពេលវេលាដែលត្រង់សកលតាំងពីដំបូងដល់ពេលវេលាចុងក្រោយរបស់ព្រះសូរ 耶稣的服侍从主耶稣开始服侍，一直到最后， អញ្ចឹងព្រះសូរតែងធ្វើតាមបំណងប្រតិយរបស់ព្រះវរបិតា 主耶稣总是做一些合神按着神心意
在做事情。 មានរេតាចេបើនេះថាចេព្រះសូវធ្វើជាគំរូឲ្យយើងមើលហើយហើយ 也就是说呢，耶稣已经为我们设下了榜样， អញ្ចឹងយើងគួររៀនតាមត្រង់ 我们要学主耶稣的样式， ធ្វើការងារបម្រើព្រះ 我们服侍神。 យើងគិតថាខ្ញុំខំប្រឹងធ្វើចេញមក 我们想说，哦，我要努力做，努力做。 មួយទៀតយើងគិតយើងជាមួយនឹងព្រះទំនាក់ទំនងយ៉ាងម៉េចហើយ 之后呢，我们跟神之间的关系是怎么样的，我们要去想。 ហើយយើងជាមួយបងប្អូនប្រស្រ័យទំនាក់ទំនងរបស់យើងយ៉ាងម៉េចហើយ 我们跟弟兄姐妹们之间的关系是如何的，我们 តា 要 ម 去 ពិត 想。 ឆ្លងការធ្វើការងារបម្រើព្រះ 透过服侍神的工作， មានរឿងច្រើនណាស់ដែលយើងគួរគិតពិចារណាហើយយើងកែប្រែចេញមក 有很多事情我们要去思考，并且要去悔改，要去做改变。 អរគុណព្រះ 感谢神， អញ្ចឹងខ្ញុំសូមចែកចាយប៉ុណ្នេះ 我分享到这里。 ចុងក្រោយជើងជំរាបជាមួយគ្នា 最后我们唱诗287 287首287 ，287首。 ស្មើជើងធ្វើកាងឲ្យព្រះយេស៊ូវធ្វើកាងបោសនៅហត់តែអំណរមិនថារឿងអ្វីដែលទ្រង់ចាត់ឲ្យយើងធ្វើយើងត្រូវធ្វើដោយអំណរមិនបង្កំដើម្បីព្រះយេស៊ូវយើងទៅដោយអំណរយើងទៅដោយអំណរ ដើម្បីទ្រង់ហើយដែលជាកន្លែងធ្វើការអំណរយើងសបផ្សាយដំណឹងអពីងរបៀបព្រះអសាឡាញ់មនុស្សលោកព្រះយេស៊ូវគ្រីស្ទលៀបព្រះជន្មលើជើងកាប់សងគ្រោះមនុស្សបានព្រះគុណធំណាស់ដើម្បីព្រះយេស៊ូវ យើងទៅដោយអំណរយើងទៅដោយអំណរធ្វើការដើម្បីទ្រង់ហើយដែលជាកន្លែងធ្វើការស្លូតបូតស្ដាប់តាមបងកព្រះអង្គស្មោះត្រង់ដើរតាមដល់ជើងព្រះយេស៊ូវនាំមនុស្សលោកមកឯកូនជានៃព្រះ ពើងព្រួងលួងបានជីវិតអកដើម្បីព្រះយេស៊ូវយើងទៅដោយអំណរយើងទៅដោយអំណរធ្វើការដើម្បីទ្រង់ហើយដែលជាកន្លែងធ្វើការអាមែនអរគុណដល់ព្រះ 阿门，感谢神。 អញ្ចឹងពេលវេលាចុងក្រោយមកធ្វើការឋានរួមជាមួយគ្នា 我们最后要一起来祷告。 ពួកយើងទៅខំប្រឹងប្រែងឡើងរៀងខ្លួន 我们每一个人都要努力。 អញ្ចឹងយើងខ្វះខាតនៅចំណុចណាមួយយើងអាចសុំព្រះបាន 我们哪里有欠缺的，我们可以向神求。 ហើយយើងក៏មានថាសំណុំពរអឋានដែរ 我们也有带祷的这个事项。 អញ្ចឹងយើងមានបងប្អូនប្រុសម្នាក់ក៏ឈ្មោះថាប៉ាមីដា 我们有一位弟兄叫帕明达， បងប្អូនជនជាតិម្នាក់ដែលគាត់មានរាងខ្ពស់រសារមកពហិ 又是一个长得比较高的，他有常常来教会的一个弟兄。 អញ្ចឹងរសារគាត់គឺថ្ងៃនេះគឺមានបញ្ហាបេះដូងរបស់គាត់ 因为他心脏有病， អញ្ចឹងគាត់ត្រូវប្រញាប់ឡើងយន្តហោះទៅឯម៉ាឡេស៊ីវិញ 所以他已经上了飞机回马来西亚了。 ហើយក៏មិនទាន់ដឹងថាគាត់ត្រូវវាកាត់ឬក៏យ៉ាងម៉េចក៏យើងមិនទាន់ដឹងដែរ 他去的时候是要开刀还是要做什么，我们也不知道。 អញ្ចឹងរសារគាត់ស្គាល់ពួកយើងនៅកម្ពុជា 因为他认识柬埔寨教会， អញ្ចឹងគាត់បានយករឿងនេះស្នើសុំឲ្យពួកយើងជួបឋានឲ្យគាត់ដែរ 所以他要请求柬埔寨教会帮忙祷告。 អញ្ចឹងបងប្អូនដឹងហើយឬហើយជួបឋានប្រអឲ្យគាត់ផងណា 所以我们知道了请弟兄姐妹们帮他 ហើយដូចជា 祷告。 ថ្មីគឺខាងគ្រួសាររតនារសារមកបកគាត់បានស្លាប់ហើយ 还有一个就是说，最近拉达纳的妈妈她过世了， អញ្ចឹងយើងជួបឋានប្រកបដែរណាគឺសូមព្រះបានបន្តលួងលោមចិត្តប្រកបបន្ថែមទៀត 我们也为他们的家庭祷告，求神呢继续安慰他们的家人。 ទោះបីវាមិនមែនជាគ្រួសារយើងផ្ទាល់ក៏ដោយប៉ុន្តែជាគ្រួសារក្នុងព្រះគ្រីស្ទរបស់យើង 即便不是我们自己直接的亲戚但是他也是我们主内的家人。 ហើយដូចជាការសាងសង់របងនៅខេត្តកំពង់ធំ 还有棒通省教会这个围墙的制作，
ដោយសារយើងកំពុងតែត្រៀមធ្វើការសាងសង់វិហារដែរ 因为我们有预备要来盖会堂， អញ្ចឹងបញ្ហាទូនបានកាត់ឡើងចេញមក 所以有一些事情发生了。 អញ្ចឹងសូមព្រះបានជួយដឹកនាំឲ្យបានយ៉ាងរលូន 我们要求神帮助事情能够顺利。 ហើយរឿងរ៉ាវផ្សេងៗច្រើនទៀតដែលមិនបានលើកឡើងអស់គឺយើងនឹកឃើញទុកដាក់នៅក្នុងការដ្ឋានអរគ្នា 还有其他的事情我们就没有说出来，但是我们如果知道的，我们就帮忙带到。 សូមលោកជង្គង់ចុះអដ្ឋានដោយរួមជាគ្នា 我们同心跪下来祷告。 ក្នុងព្រះនាមព្រះយេស៊ូវអធិដ្ឋាន
បាទអរគុណទៅដល់ព្រះ 感谢神， អញ្ចឹងយើងប្រជុំគឺដល់ពេលក៏បានចប់ហើយ 我们结束， សូមបងប្អូនមកគ្រប់ឆ្លាតដល់គ្នា 我们起立，舞蹈平安。